nhìn vìបញ្ហានៅក្នុងជីវិតរបស់យើងដែលយើងត្រូវរស់នៅឲ្យមានសេចក្តីសុខដែលយើងមានសេចក្តីសុខក្នុងជីវិតរបស់យើងទៅបានយើងផ្សព្វផ្សាយចែកចាយសេចក្តីសុខហ្នឹងឲ្យដល់អ្នកដទៃទៅបានហ្នឹងឯងអាហ្នឹងដែលខ្លាំងដែលពូកែដែលឆ្លាតដែលជាសប្បុរសដែលជាបណ្ឌិតពិតប្រាកដមិនមែនទៅដដើមសេចក្តីសុខគេហ្នឹងឯងអាហ្នឹងវាអត្តានុទិដ្ឋិហ្នឹងវាខ្លាំងហើយវាគិតតែពីខ្លួនឯងខ្លាំងទៅហ្នឹងឯងដល់ទៅពុទ្ធបរិស័ទយើងបានទទួលការណែនាំអប់រំពីព្រះសម្មាសម្ពុទ្ធពីបត្រៃបីដកគុណរបស់ព្រះសង្ឃដែលបានថែរក្សាបត្រៃបីដកមកហើយនឹងព្រះសង្ឃបច្ចុប្បន្នយើងនឹងថែរក្សាបត្រៃបីដកព្រះធម៌នឹងតទៅនឹងគឺបានការអប់រំឲ្យដោយខ្មែរយើងអញ្ចឹងណាហ្នឹងហើយព្រះសង្ឃក្នុងពុទ្ធសាសនាហ្នឹងគឺថាល្បីខាងត្រួតត្រងធម៌វិន័យហ្នឹងនិយាយពីបញ្ហានៅក្នុងជីវិតរបស់យើងដែលយើងត្រូវរស់នៅឲ្យមានសេចក្តីសុខដែលយើងមានសេចក្តីសុខក្នុងជីវិតរបស់យើងទៅបានយើងផ្សព្វផ្សាយចែកចាយសេចក្តីសុខហ្នឹងឲ្យដល់អ្នកដទៃទៅបានហ្នឹងឯងអាហ្នឹងដែលខ្លាំងដែលពូកែដែលឆ្លាតដែលជាសប្បុរសដែលជាបណ្ឌិតពិតប្រាកដមិនមែនទៅដដើមសេចក្តីសុខគេហ្នឹងឯងអាហ្នឹងវាអត្តានុទិដ្ឋិហ្នឹងវាខ្លាំងហើយវាគិតតែពីខ្លួនឯងខ្លាំងទៅហ្នឹងឯងដល់ទៅពុទ្ធបរិស័ទយើងបានទទួលការណែនាំអប់រំពីព្រះសម្មាសម្ពុទ្ធពីបត្រៃបីដកគុណរបស់ព្រះសង្ឃដែលបានថែរក្សាបត្រៃបីដកមកហើយនឹងព្រះសង្ឃបច្ចុប្បន្នយើងនឹងថែរក្សាបត្រៃបីដកព្រះធម៌នឹងតទៅនឹងគឺបានការអប់រំឲ្យដោយខ្មែរយើងអញ្ចឹងណាហ្នឹងឯងព្រះសង្ឃក្នុងពុទ្ធសាសនាហ្នឹងគឺថាល្បីខាងត្រួតត្រងធម៌វិន័យហ្នឹងខេត្តអន្តេមានជ័យណាព្រះអង្គចឹងហើយថាទេអនុគ្រោះនឹងមួយទៅដែរលោកម្ចាស់ព្រះកញ្ញាចុះតើក្នុងកិច្ចការងារធម្មទានណាពុទ្ធបរិស័ទបាសកបាសិកាលោកគ្រូចាអ្នកកម្មការវត្តអ្នកកម្មការបនអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ហ្នឹងសន្តិសុខគោលបាលជាតិបានអញ្ជើញមកចូលរួមពិធីបន់សាលាកផាត់នឹងបន់ទឹកឧស្សាហ៍ទឹកទៀនដល់វិរៈកងតបតែបានពលីជីវិតក្នុងមរភូមិការពារទឹកដីណាទឹកមិញនៅសីតវ័នក៏លោកចាស់គ្រូបានណារកទីឧទ្ទិសបំរុសលនឹងដល់វិរៈកងតបហើយបានពលីជីវិតជាតែពលីណាពលីដើម្បីប្រទេសជាតិហើយក៏រួមចំណែកថែរក្សាពុទ្ធសាសនាផងដែរចឹងហើយយើងបានពុទ្ធសាសនាមានវត្តអារាមបានប្រសង់គង់នៅស្រ័យស្រុកដីសុខសន្តិភាពដោយតែយើងបានប្រព្រឹត្តកន្លងមកបន់ទានអីទៅសពទិសានុទិសគ្រប់ទីកន្លែងណាទៅវត្តអូស្មាច់វត្តអូខ្លាឃ្មុំ
ថ្មីចាវត្តអីមិនចោះខណ្ឌសេមាហ្នឹងឯងឆ្នាំក្រោយវត្តនៅចិត្តហ្នឹងណាបញ្ចុះខណ្ឌសេមាក៏សាងព្រះវិហារហ្នឹងឯងក្នុងឆ្នាំក្រោយខែ2ខែ3អីហ្នឹងហ្នឹងគឺនឹករលឹកដល់ប្រសង់នឹករលឹកពុទ្ធបរិស័ទក្នុងទឹកដីហេតុឧត្តមមានជ័យខាងខាងអូស្មាច់ធ្លាប់បានចូលរួមបន់ជាប្រចាំចឹងហើយកងតបទាហានអីហ្នឹងរាប់បានចែកជូនអីគ្រាន់តែជាវត្ថុអនុស្សាវរីយ៍មានសែងកម្មាអីប្រកាសអីហ្នឹងឯងកន្លងមកហ្នឹងគឺណាពេលវេលាកន្លងទៅអ្វីក៏ប្រែប្រួលទៅតាមហ្នឹងចឹងហ្នឹងហើយគ្រាន់តែថាក្នុងពេលនេះរួមជាមួយនឹងបុណ្យសាលាកផាត់ហ្នឹងក៏លោកម្ចាស់គ្រូប្រសង់បានរៀបចំនឹករលឹកដល់គុណូបការៈណាស្រុកដីហ្នឹងឯងបានមានទីវត្តអារាមយើងមានប្រសង់គង់នៅពុទ្ធបរិស័ទយើងបានមកបន់អីហ្នឹងឯងសុខសប្បាយធម្មតាដោយសារថាមានវីរៈកងតបហ្នឹងឯងបានថែរក្សាទឹកដីហើយចឹងទៅមានការពលីជីវិតហ្នឹងហើយក្រៅពីតក្កិណានុបទានហ្នឹងយើងក៏មានមេត្តាចិត្តហ្នឹងឯងហៅថាក្នុងទេវតាពលីមានឧទ្ទិសនៅបុណ្យកុសលហ្នឹងជូនបុណ្យហើយនឹងមេត្តាចិត្តចម្រើនទៅដល់ហ្នឹងឯងពួកទេវតាហៅថាទេវតាពលីហ្នឹងចឹងទៅហ្នឹងក្នុងពលី5ប្រការពុទ្ធអង្គសម្ដែងក្នុងអង្គុត្តរនិកាយចតុក្កនិបាតអំពីការចំណាយទ្រព្យសម្បត្តិទៅអស់ទៅ4មុខហ្នឹងគឺថាជាការចំណាយចាយទៅដោយល្អត្រឹមត្រូវយ៉ាងបរិភោគដើម្បីបានរស់ហើយប្រើប្រាស់ជីវិតហ្នឹងឲ្យមានប្រយោជន៍ហ្នឹងហើយបរិភោគក្នុងក្រុមគ្រួសារទំនុកបំរុងមេត្តាបិតាអីហ្នឹងចា៎ចែកការទំនុកបំរុងមេត្តាហ្នឹងមេត្តាបិតាហ្នឹងទៅទៀតទៅជា5តែរួមមក4នៅក្នុងការចំណាយក្នុងក្រុមគ្រួសាររហូតដល់ទាសកម្មករអីទាំងអស់ហ្នឹងចា៎រួមរាប់ថាមួយទៅការចំណាយទ្រព្យសម្បត្តិហ្នឹងណាទី2ចំណាយទ្រព្យតិចដើម្បីថែរក្សាទ្រព្យច្រើនដូចតាយើងរៀបចំគ្រឿងការពារអីចឹងទៅការពារភ្លើងឆេះរៀបចំទឹកអីចឹងណាធ្វើអាងទឹកអីឬក៏ប្រដាប់បាញ់ពន្លត់ភ្លើងអីហ្នឹងចឹងទៅចំណាយទ្រព្យតិចណាដើម្បីការពារសម្បត្តិធំដុំហ្នឹងក៏រួមនៅក្នុងរឿងចំណាយទ្រព្យសម្បត្តិត្រឹមត្រូវទី2ហ្នឹងឯងហើយទី3គឺពលី5យ៉ាងហ្នឹងឯងចា៎ដោយញាតពលីហ្នឹងឯងទំនុកបំរុងញាតហ្នឹងឯងហើយពុពបេតពលីណាក្នុងតក្កិណានុបទានហ្នឹងដល់ញាតដែលបានចែកឋានទៅហ្នឹងឯងទី3អតិថិពលីទទួលភ្ញៀវហើយទី4រាជពលីទំនុកបំរុងប្រទេសនគរហ្នឹងហើយនឹងទី5ទេវតាពលីហ្នឹងហើយ
នឹងពលី5ប្រការជាចំណែកមួយទៅក្នុងការចាយវាយទ្រព្យសម្បត្តិអីហ្នឹងអស់ទៅតាមពលីហ្នឹងណាហ្នឹងឯងហើយយើងរួមក្នុងការឧទ្ទិសនៅបុណ្យកុសលឧទ្ទិសទានអីដល់វីរៈកងទ័ពហ្នឹងគឺជាការសម្ដែងកតញ្ញូតាធម៌ការដឹងគុណហើយនឹងមេត្តាចិត្តប្រព្រឹត្តទៅហ្នឹងហើយនឹងចំណាយទ្រព្យសម្បត្តិមួយមុខទៀតគឺក្នុងការយើងធ្វើទានដូចជាសាលាកផាត់អីហ្នឹងទំនុកម្រងបច្ច័យ4ប្រសង់ជាប្រចាំហ្នឹងរួមចំណែកក្នុងការថែរក្សាពុទ្ធសាសនាពលប្រសង់គង់នៅសិក្សារៀនសូត្រទៅត្រួតត្រងបត្រៃ3ដកត្រៃ3ដកហ្នឹងស្ថិតនៅជាគ្រូជាពុទ្ធបរមគ្រូហ្នឹងឯងជាព្រះសាស្តាជំនួសព្រះអង្គគឺពធហ្នឹងធ្វើឲ្យកូនចៅមានបត្រៃសរណគមមានសិលតទៅហ្នឹងត្រៃលែងណាស់បានរួមចំណែកក្នុងការថែរក្សានៅពុទ្ធសាសនាហ្នឹងហ្នឹងហើយបានគុណចាស់នឹករលឹកដល់វីរៈកងទ័ពហ្នឹងគឺជាកិច្ចការសំខាន់ណាដែលអាចធ្វើទៅបានតែព្រោះបានគង់នៅទីវត្តអារាមស្ថិតនៅហើយបន្តការថែរក្សាពុទ្ធសាសនាទៅទៀតបានហ្នឹងហ្នឹងឯងរួមចំណែកក្នុងការថែរក្សាប្រទេសនគរហ្នឹងប្រសង់មានតែខំប្រឹងប្រែងប្រព្រឹត្តបរិបត្តិឲ្យបានល្អឲ្យស័ក្តិសមនឹងការពលីជីវិតរបស់វីរៈកងទ័ពបានគុណចាស់គង់នៅក្នុងពភ្នោះថែរក្សាព្រះសាសនាកូនចៅខ្មែរយើងបានបត្រៃ3ដកតទៅមិនតិចលៀនកោតអ្នកទេណាទៅកើតតទៅទៀតតម្រាំតែពុទ្ធសាសនាមានរយៈកាល5000ព្រះវស្សានៅជាង2000ឆ្នាំទៀតហើយមួយឆ្នាំខ្មែរយើងគ្រាន់តែពុទ្ធបរិស័ទកូនចៅខ្មែរយើងហ្នឹងឯងមួយឆ្នាំកើតច្រើនណាស់ដែលបានកើតមកដោយច្រើនគឺមានបត្រៃណគមមានសិលហើយបត្រៃណគមហ្នឹងគឺជាគុណក្រៃលែងជាងសមាបត្តិ8លោកីអភិញ្ញាទៅទៀតហ្នឹងឯងអស្ចារ្យអញ្ចឹងហើយចុះ10ឆ្នាំប្រហែលអ្នកកើតអ្នកស្លាប់ហើយប៉ុន្តែថាមុននឹងស្លាប់បានបត្រៃណគមយើងចិត្តតែបូក100ឆ្នាំប្រហែលអ្នកទៅ200ឆ្នាំ300ឆ្នាំ1000ឆ្នាំ2000ឆ្នាំជាងទៅទៀតអញ្ចឹងមនុស្សរាប់កោតទៅកោតដងទៅច្រើនណាដែលបានទទួលប្រយោជន៍ពីពុទ្ធបរិស័ទយើងបច្ចុប្បន្នហ្នឹងហើយយើងនឹករលឹកឲ្យសบายចិត្តអ្វីដែលយើងអាចធ្វើបាននេះគឺហេតុមាក្នុងការថែរក្សាពុទ្ធសាសនាហ្នឹងបានប្រធัวជាមរតករបស់ព្រះពុទ្ធអង្គហ្នឹងតែយើងរួមចំណែកបន្តអាយុនៃពុទ្ធសាសនាហើយព្រះពុទ្ធអង្គយកបតីទុកដាក់ណាក្នុងការថែរក្សាពុទ្ធសាសនាđóនឹងឯងយកបតីទុកដាក់ក្រៃលែងដើម្បីបានប្រសង់គង់នៅហ្នឹងគឺតេតួងនឹងបច្ច័យ4ព្រះអង្គគង់នៅសាវត្ថីឡើង25ព្រះវស្សាដើម្បីប្រកាសគុណនៃមហាបរិច្ចាក្នុងអដ្ឋាឧទ្ធានសូត្រ3ដកលេខ54ហ្នឹងឯងព្រះអង្គសម្ដែងប្រសូតហ្នឹងព្រះអង្គគង់នៅពពារាម
ก็เปรียกถาปรับปีกาได้อ่านกรัวดอกตะโกลต่างปีให้ประกาศก้นในมหาบริจานั่นไงน้องการตำนุกรองประสองนั่นไงบานพระพุทธศาสนาทัดมาดอสับไงเยิงเมียนปไตรสารณกุมเนี่ยยังเมียนเซลเป่าสัตเซลไอ้ไงนังไอ้ปิงโบรมัยนั่นไงแค่สระไปยังบานดับปะทัวอย่างสัมตเนปะทัวสัมปทะวิปัสสนาไอ้ตบานตำนุกรองดอเป่าสัตเซลไอ้เป่าสัตเซลปุตบริษัทอย่างนั้นเน็ตเปลี่ยนเน็ตมาเน็ตสาวเน็ตโรเจียนะเจียนเนี่ยจนได้เมียนจัดบังเอาแต่เปลี่ยนนี่เปลี่ยนนะนั่งไงตั้งปีกาเอาเตียนนั่งชั้นนะนั่งไงเปลี่ยนแนงเปลี่ยนเตาใส่ล้างสมาธิยันเตาเป่าสัทธะกำมังกระรอนเตานั่งไงเปลี่ยนทำให้ศาสนาปัจจัยสลายบทปัญญาขนมบาทในพระพุทธริกาเนี่ยเปลี่ยนเนี่ยมันเนี่ยสาวเนี่ยโรขนมอัตตะตอนโสดด้วยเด้ออัตตะตอนโสดนองใบดอกเลยชาเสบุญสัตตะอิบาทนะเปรียสไรบอสบานประกาศสำได้ขนมมหาเนตเตใบดอกเลย60 ตัวมวยมหาเนตเตอัตตะตอนโสดนั่นจังคือพุทธบริษัทยังในบ้านเปิดสลากับพอดไอเชื่อดาวนั่งแต่คือในขนมอภิสังขานะก็สลาอภิสังขารังอภิสังกราวน์เตานะยังไงก็สาในขนมภูมิใบอะยังไงเปรียอะไรบดได้อย่างเก่งเจเตเทตตกกังก็สลาอภิสังขารังอภิสังกราวน์เตานั่นไงคืออภิสังกราวน์เตานั่นคือถ้าเฟอนั่นไงก่อสร้างผมเป็นในอภิสังขาได้เชี่ยโกศลไอ้นานี่มวยนองไตรเทศนั่นคือขนมกามาวิจระโกศลรูปาวิจระโกศลอรูปาวิจระโกศลนั่นบอลโกศลต่างนั่นคือมันเป็นดำใบพบไปนะนั่นไงมันเป็นดำใบแกะเตะนั่นไงน้องซอกกะเตะมันนูกะเตะไอ้เตะแบบกะเตะไอ้นั่นเนี่ยกะเตะเฮโตเนี่ยอุปปัตตะเฮโตเนี่ยประเดสันทิเฮโตนั่นไงเนี่ยเผวะเฮโตเนี่ยสังสารเฮโตเนี่ยวัดเฮโตนะมันเป็นนำไปพบเชียกำนาเต้นั่นไงสับเปลี่ยนตังอภิสังกราวเตะนะกาบำเพ็ญในจำในในบอนกุศลทั้งออกนั้นนั่นไงคือพระพุทธเจ้านำไปปราศจากในสังยาวเกตโทแต่ก็น่ะนั่นไงสับเปลี่ยนตังวิสังยาวเกเทปายาวเนเปลี่ยนเนี่ยเนโนเนเปลี่ยนเนี่ยนะเนโนนะเราบังเอาจัดเตอดำไปเปลี่ยนในเปลี่ยนนะบอลกุศลในพุทธบริษัทเยิงนะเนเปลี่ยนเนี่ยเปล่าเน่านะชมแต่โรเปลี่ยนในเปลี่ยนเนเปลี่ยนเนี่ยปักเพโรนะตัวนโตแต่โรเปลี่ยนในเปลี่ยนยังไงนั่นคือน้องตึกจัดแต่พุทธบริษัทยังเฉลี่ยทลาน้องพระพุทธศาสนาเมียนปไตรสรณกุมจังคือเจ็บบาทในโลกตระทั่วเนี่ยยังบานอบรมรานปัญญาติดตามปไตรใบดอกได้ประสองมนไทยรักษามานั่งมันเตรจอเองในขนมพบเต้โปรตัวเชี่ยสกเตะพบเชี่ยสังขารทั่วได้มันเตียงนะนั่นไงไอ้นามุ้ยเวทเนียได้เศร้าอย่ารอมนั่งก็เวมันเมนเจตู้ขลุ่นยังเนี่ยเศร้าไอ้นั่นไงโดยอะไรนั่งกรุบอ่างกรุบเนียจังไอ้เมียนรู
ជាធាតមិនដឹងដោយតុកទូក្រេតាំងដោយសាកសពអញ្ចឹងទៅហ្នឹងហើយប៉ុន្តែអាការដែលដឹងអារម្មណ៍នេះដែលយើងនៅរស់ហ្នឹងវានៅមានវិញ្ញាណណាព្រោះអ្នកដែលចែកឋានទៅហ្នឹងអាពេតទៅវិញ្ញាណណោវិញ្ញាណហ្នឹងប្រះទៅហ្នឹងហើយប៉ុន្តែដែលនៅរស់ហ្នឹងគឺនៅវិញ្ញាណហ្នឹងឯងប្រកបជាបរមត្តឡើងអញ្ចឹងទៅសតិរលឹករឿយចិត្តតានុបស្សនាតែប្រធានរឿយទៅរហូតដឹងដល់វេទនាដែលសោយអារម្មណ៍នឹងទៀតវាអត់មានខ្លួនយើងអ្នកសោយហ្នឹងឯងតែយើងនៅរស់ហ្នឹងឯងតើឡើងភ្ញាក់ឡើងអញ្ចឹងទៅវាមានវិថីចិត្តអប់រំរឿយហ្នឹងឯងតែប្រធានបានរលឹកដឹងនាមធัวដែលដឹងអារម្មណ៍ហ្នឹងរលឹករឿយទៅនាមធัวហ្នឹងប្រកបជាបរមត្តព្រោះវិបស្សនាចម្រើនឡើងណាចឹងទៅវាអត់ប្រកាន់ខ្លួនយើងអ្នកសោយអារម្មណ៍អីហ្នឹងទេហើយចឹងវាអត់ត្រេកអរអីទៅនៅក្នុងការសោយអារម្មណ៍ហ្នឹងប្រព្រឹត្តទៅដោយការមិនប្រកាន់នឹងឯងតែតទាំងកបហានៈហ្នឹងគឺវិបស្សនាហ្នឹងជាដំណើរទៅកាន់ព្រះនិព្វានសម្រាប់អរិយមគ្គទៅអាការប្រកាន់ដោយទិដ្ឋិតណ្ហាហ្នឹងគឺឈប់កើតជារៀងរហូតការមិនកើតឡើងនៅសេចក្តីប្រកាន់នឹងឯងគឺព្រះនិព្វានណាសម្រាប់មួយអង្គម្នាក់ដែលបានអរិយមគ្គហ្នឹងកិលេសវត្តៈកម្មវត្តៈវិបាកវត្តៈមិនកើតឡើងដោយមគ្គនឹងឯងជាសម្បត្តិព្រះនិព្វានហ្នឹងឯងជាសម្បត្តិរបស់អ្នកដែលបានអរិយមគ្គបឋិជនអត់បានសម្បត្តិព្រះនិព្វានទេឬថាមិនតាន់បានអញ្ចឹងព្រោះមិនតាន់បានអរិយមគ្គហ្នឹងហើយដោយថាយើងនៅកណ្ដាលវាលមិនតាន់មានប្រាក់ទិញផ្ទះអញ្ចឹងហ្នឹងហើយនៅកណ្ដាលវាលនឹងសិនទៅតែមានប្រាក់ទិញផ្ទះទៅបាននៅក្នុងផ្ទះយ៉ាងណាមិញយើងមានទានសិលភាវនាអីចឹងមិនសមទៅមិនតាន់បានអរិយមគ្គអញ្ចឹងគឺអត់តាន់បានសម្បត្តិព្រះនិព្វានទេសម្បត្តិព្រះនិព្វានគឺការមិនកើតឡើងនៅវត្តដាក់ហ្នឹងហើយវត្តដាក់មួយអង្គម្នាក់ហ្នឹងតទៅអនាគតហ្នឹងព្រោះមិនបានអប់រំនៅមគ្គហ្នឹងណាហ្នឹងហើយហ្នឹងវត្តដាក់ហើយតែអនាគតទុកដែលមិនបានអប់រំនៅមគ្គហ្នឹងមិនកើតឡើងព្រោះបានអប់រំនៅមគ្គហ្នឹងហើយអាហ្នឹងអនុបាទៈនិរោធគឺជាសម្បត្តិព្រះនិព្វានហ្នឹងហើយជាសម្បត្តិរបស់ព្រះអរិយបុគ្គលសម្បត្តិរបស់អ្នកដែលបានអរិយមគ្គហ្នឹងហើយហ្នឹងទិសដៅនៃពុទ្ធបរិស័ទយើងអ្នកមានអ្នកក្រអ្នកតូចអ្នកធំមនុស្សទេវតាអីហ្នឹងគឺថាឲ្យតែបានប្រសាសនាហ្នឹងហើយអប់រំទូមានអញ្ចឹងទៅក៏ចម្រើនបញ្ញាបានហ្នឹងហើយមានដំណើរឆ្ពោះអមតៈជាទិសដៅហ្នឹងគឺអត់មានបញ្ហាអីដោយសេចក្តីទុកសោកទៀមទាសេចក្តីសោកអីពីអ្នករតីអីចឹងទៅរហូតដល់ទៅបៀនឆ្លៀនពៀនទ្រព្យសម្បត្តិអ្នករតីអីហ្នឹងហើយអត់ដឹងតែខ្លួនហ្នឹងអន់ខ្សោយអីទៅទេដឹងតែខ្លួនឯងខ្លាំងហើយណាហ្នឹងហើយទៅដណ្ដើមសេចក្តីសុខពីគេហ្នឹងណាហើយចេះសម្គាល់តែខ្លួនឯងខ្លាំងទៅដែរហ្នឹងហើយគឺថាល្ងងដល់កំណត់ហ្មងណាហ្នឹងហើយយើងធ្លាប់ឆ្លងកាត់ល្ងងអញ្ចឹងមកដែរចឹងហ្នឹងឯងទៅសម្លាប់សត្វអីចឹងទៅប្រព្រឹត្តបញ្ញវេរាអីចឹងទៅអតនេទានទៅកាមេសុមិច្ឆាចាយទៅសម្គាល់តែខ្លួនឯងពូកែខ្លួនឯងខ្លាំងខ្លួនឯងឈ្នះគេហ្នឹងឯងតាមពិតទៅដណ្ដើមសេចក្តីសុខពីអ្នកដទៃដណ្ដើមទ្រព្យសម្បត្តិអីហ្នឹងចឹងហ្នឹងឯងវាមានខ្លាំងប្រកែអីខ្សោយមែនទេណាហ្នឹងឯងអ្នកខ្លាំងប្រកែតលតែថាអនៈវច្ចសុខណាបានសេចក្តីសុខក្នុងការងារដែលប្រសិជ្ជៈទោសណាដែលព្រះពុទ្ធអង្គសម្ដែងពីសេចក្តីសុខរបស់គរិវេសមាន4ណាអត្ថិសុខភោគសុខអនៈណសុខនិងអនៈវច្ចសុខនេះកំពូលក្រៃលែងហើយសុខក្នុងការងារដែលប្រសិជ្ជៈទោសហ្នឹងហើយអត្ថិសុខអត្ថិមានណាមានទ្រព្យសម្បត្តិមាន
កិត្តិយសគេឈ្មោះមានមិត្តភ័ក្តិល្អអីចឹងទៅឲ្យសុខក្នុងបច្ចុប្បន្នហ្នឹងបរិភោគសម្បត្តិដែលមានហ្នឹងទៅហ្នឹងហើយភោគសុខហ្នឹងអាអ្នកណាក់សុខមិនចម្ពាក់បំណុលអ្នកដទៃហើយនឹងពិសេសនេះអាអ្នកវត្តជាសុខហើយបើសេចក្តីសុខរបស់បព្វជិតទៅក៏នេកមៈសុខបវិវេកសុខឧបសមៈសុខនិងសម្ពោធិសុខទៅហ្នឹងហើយ4ពិសេសទៅណាសម្រាប់បព្វជិតអ្នកបួសព្រះអង្គប្រកាសក្នុងបសូតផ្សេងក្នុងមហាសញ្ញតសូត្រអីហ្នឹងក៏មានសេចក្តីសុខ4ប្រការហ្នឹងហ្នឹងណានឹងដូច្នេះការដែលមនុស្សយើងដែលខ្លាំងពូកែទៅគឺថាអាចឈ្នះបាបឈ្នះអកុសលអូដល់ទៅការអស់តណ្ហាឈ្នះសេចក្តីទុក្ខទាំងពួងហ្នឹងឯងនៅក្នុងព្រះពុទ្ធសាសនាព្រះអង្គការសម្ដែងពីយោធេធមេរੰបញ្ញាវុធេនៈជីតញ្ញរខេអនិវេសនោសយាក៏បីច្បាំងជាមួយនឹងមេដោយអាវុធគឺបញ្ញាហើយរក្សានៅជំនះដែលបានឈ្នះហើយមិនដំអកនៅឡើយអនិវេសនោសយាហ្នឹងហើយបានអរិយមគ្គឈ្នះជារៀងរហូតដែលសុខសន្តិព្រះនិព្វានណាហ្នឹងឯងជារៀងរហូតអត់មានប្រែប្រួលអត់មានផ្លាស់ប្ដូរទេបរមសុខហើយសុខក្នុងភពហ្នឹងមិនទៀងហើយណាមួយក៏មិនគួរយើងភ្លើនអីទៅដែរទេព្រោះវាអត់មែនជាអត្តាណាអ្នកសោយសុខហ្នឹងវេទនាហើយដោយបរមត្ថរបស់ដែលមិនទៀងគឺជាទុក្ខហើយក៏មិនមែនជាអត្តាហ្នឹងឯងពុទ្ធបរិស័ទយើងអប់រំថាអ្វីដែលជាអារម្មណ៍ចូលមកដល់ជីវិតរបស់យើងវាមានពីរណាអារម្មណ៍បញ្ញត្តិហើយនិងអារម្មណ៍បរមត្ថហ្នឹងឯងអារម្មណ៍បញ្ញត្តិក៏យើងមានគុណធម៌ដោះស្រាយជាមួយនឹងអារម្មណ៍បញ្ញត្តិហ្នឹងជាមួយនឹងមនុស្សយើងនិយាយបញ្ញត្តិចំពោះមនុស្សយើងផងគ្នាណាហ្នឹងឯងវាមានចំណែកនៃសេចក្តីល្អក៏មានហើយចំណែកខ្វះខាតហ្នឹងក៏មានហ្នឹងឯងហើយនឹងអារម្មណ៍បរមត្ថយើងនិយាយតម្រូវទៅតាមអលោភៈអតោសៈនិងអមោហៈយើងយកតែ3ហ្នឹងមកដើម្បីគុណធម៌អលោភៈបានទៅជាទានទៅអតោសៈបានទៅជាសិលទៅអមោហៈបានទៅជាភាវនាទៅបញ្ញាហ្នឹងឯងសមថភាវនាវិបស្សនាភាវនានឹងនៅក្នុងអភិធម្មសង្កនីហ្នឹងឯងសំដែងត្រង់អលោភៈហ្នឹងទៅក៏មានព្រះអត្តកថាហ្នឹងឯងអត្តសាលនីហ្នឹងក៏លើកអលោភៈអតោសៈអមោហៈហ្នឹងមកជាគុណធម៌ប្រព្រឹត្តទៅដើម្បីកិច្ចការងារដែលប្រឆាំងជាមួយនឹងលោភៈទោសៈមោហៈឬក៏ដោះស្រាយសេចក្តីទុក្ខដោយសេចក្តីទុក្ខតាមផ្លូវចិត្តអញ្ចឹងមនុស្សទេវតាណាដែលឲ្យតែទុក្ខតាមផ្លូវចិត្តហ្នឹងមិនរួចពីវិបយោគទុក្ខសម្បយោគទុក្ខយ៉ាងប្រឆាំងនៅលក្ខបតិតាមបទុក្ខ3មុខហ្នឹងទេហ្នឹងឯងដីទុក្ខផ្លូវចិត្តណាជាឧបាយាសៈឧបាយាសៈគឺតោសៈចេតសិកហ្នឹងឯងអង្គធัวក្នុងបដិច្ចសមុបាទធัวហ្នឹងមកដល់ជាតិជារាមរណៈសោកៈបរិទេវៈទុក្ខតោមនស្សៈឧបាយាសៈរាប់ត្រឹមឧបាយាសៈហ្នឹងបើក្នុងទុក្ខសច្ចៈបើចែកឧបាយាសៈហ្នឹងជា3ទៅហ្នឹងឯងណាប្រត់ប្រាសចាកសត្វនិងសង្ខារដែលជាទីស្រឡាញ់ពេញចិត្តហ្នឹងដោយអំណាចនៃលោភៈហ្នឹងជាឧបនិស្ស័យឲ្យមានសេចក្តីទុក្ខហ្នឹងវិបយោគទុក្ខហ្នឹងហើយតោសៈហ្នឹងវាជាបច្ច័យនៃអាសម្បយោគទុក្ខជួបប្រសពនៅសត្វនិងសង្ខារដែលមិនជាទីស្រឡាញ់ពេញចិត្ត
ហើយនឹងប្រាថ្នារបស់ណាមិនបានរបស់នោះមិនបានតាមប្រាថ្នាយ៉ាំបិឆាំងដែលលៈបតិតាមបេតុកហើយមិនបានប្រាថ្នារបស់ណាហើយមិនបានរបស់នោះណាហ្នឹងហើយហ្នឹងគឺជាទុកហ្នឹងវាដោយអំណាចនៃមោហៈហ្នឹងហើយអញ្ចឹងត្រូវដោះស្រាយវិបយោគទុកហ្នឹងដោយអលោភៈដោះស្រាយនៅអសម្បយោគទុកហ្នឹងដោយអតោសៈដោះស្រាយនៅយ៉ាំបិឆាំងដែលលៈបតិតាមបេតុកហ្នឹងដោយអមោហៈហ្នឹងចឹងទៅហ្នឹងព្រះអត្តកថាអត្តសាលនីហ្នឹងលោករៀបរាប់របៀបចឹងណា3ហ្នឹងច្រើនជាង10លើកហ្នឹងហើយជាង10មុខហ្នឹងហើយដូចអលោភៈហ្នឹងក៏ប្រឆាំងទៅជាមួយនឹងក្តីកំណាញ់ហ្នឹងចឹងទៅអតោសៈវាប្រឆាំងជាមួយការទ្រុសិលទៅហ្នឹងហើយនឹងអមោហៈហ្នឹងក៏ប្រឆាំងជាមួយនឹងការដែលមិនភាវនាណាហ្នឹងហើយអញ្ចឹងគឺបានគុណធម៌3ហ្នឹងដើម្បីយកមកដោះស្រាយជាមួយគ្នានឹងអារម្មណ៍ដែលចូលមកនៅក្នុងជីវិតរបស់យើងហ្នឹងទៅតាមសភាពនៃបុគ្គលហ្នឹងឯងដែលជាបញ្ញត្តិណាវាមាន2មុខវាមានអ្វីដែលជាគុណធម៌អ្វីដែលជាសេចក្តីល្អហ្នឹងឯងដាក់ឆ្ងាយតិចដាក់ឆ្ងាយតិចហ្នឹងហើយបើចិត្តទៅវាលឺសូដាក់ឆ្ងាយហ្នឹងហើយឆ្ងាយតិចហ្នឹងហើយវាលឺសូខ្លាចចូលមកប្រដាប់ថតហ្នឹងហើយខ្ញុំដូចអត់អីដែរចង់ក្តៅបែកញើសមិនសូវបានបែកញើសហ្នឹងហើយបានបែកញើសទៅស្រួលខ្លួនតែអត់អីហ្នឹងហើយបាទថាធុហ្នឹងហើយប៉ុណ្ណឹងល្អតាមថាធុណាប៉ុណ្ណាហ្នឹងហើយហើយនិយាយអំពីបញ្ហានៅក្នុងជីវិតរបស់យើងដែលយើងត្រូវរស់នៅឲ្យមានសេចក្តីសុខដែលយើងមានសេចក្តីសុខក្នុងជីវិតរបស់យើងទៅបានយើងផ្សព្វផ្សាយចែកចាយសេចក្តីសុខហ្នឹងឲ្យដល់អ្នកដទៃទៅបានហ្នឹងឯងអាហ្នឹងដែលខ្លាំងដែលពូកែដែលឆ្លាតដែលជាសប្បុរសដែលជាបណ្ឌិតពិតប្រាកដមិនមែនទៅដដើមសេចក្តីសុខគេហ្នឹងហើយអាហ្នឹងវាអត្តានុគិតថេហ្នឹងវាខ្លាំងហើយវាគិតតែពីខ្លួនឯងខ្លាំងទៅហ្នឹងហើយដល់ទៅពុទ្ធបរិស័ទយើងបានទទួលការណែនាំអប់រំពីព្រះសម្មាសម្ពុទ្ធពីបត្រៃ3ដកគុណរបស់ព្រះសង្ឃដែលបានថែរក្សាបត្រៃ3ដកមកហើយនឹងព្រះសង្ឃបច្ចុប្បន្នយើងនឹងថែរក្សាបត្រៃ3ដកពធัวនឹងតទៅនឹងគឺបានការអប់រំឲ្យដោយខ្មែរយើងអញ្ចឹងណាហ្នឹងហើយព្រះសង្ឃក្នុងពុទ្ធសាសនាហ្នឹងគឺថាល្បីខាងត្រួតត្រងធម៌វិន័យហ្នឹងហ្នឹងហើយលេខ1សម្រាប់ប្រទេសដែលកាន់ពុទ្ធសាសនាសពថ្ងៃហ្នឹងគឺលេខ1ខាងបរិបត្តិធម្មវិន័យហ្នឹងហើយមានផ្នែកអីចឹងទៅប្រទេសដែលកាន់ពុទ្ធសាសនាផ្សេងទៀតណាដែលខ្មែរយើងហ្នឹងល្បីត្រួតត្រងប្រព្រឹត្តបរិបត្តិធម្មវិន័យហ្នឹងហ្នឹងហើយហ្នឹងហើយដោយប្រទេសយើងសប្តាហ៍ហ្នឹងគេថាសន្តោសយើងនិយាយតាមធัวសន្តោហ្នឹងហើយទោះជាពីដើមជាមហានគរអីយ៉ាងណាក៏ដោយហើយដល់មកសប្តាហ៍ហ្នឹងរក្សាទឹកដីទៅតាមន័យថាផែនទីពិភពលោកទទួលស្គាល់ហ្នឹងហើយតម្កល់ទុកក្នុងពិភពលោកហ្នឹងទឹកដីបណ្ណាអីហ្នឹងថែរក្សាប៉ុណ្ណឹងហ្នឹងឯងមិនទៅដើមមិនទៅទៀមទាអីណាយណីទេឲ្យតែថែរក្សាប៉ុណ្ណឹងបានសុខសន្តិភាពចឹងទៅប្រសង់បួសរៀនទៅហ្នឹងឯង
mà chỉ vật nè mà nè to tới côn chạy nâng mình ban mà rồi năm lá dụ khay chặt sạch buồn chặt ram ấy nâng ngày lơ tới rồi xa miền bon ra đó ngày bần to tới lơ đờ bài sạch ấy chẳng tới bài chiêng ấy chẳng tới tiệt tới ngày hay aiแต่ban sọc săn để phiệt tới sắc xa riêng sâu tới bật bạ bị bắt tới slow trăng tới là ngày là ngày nó cứ sần đau đầm bay sọc săn để phiệt đôi bột bò thì sạt bật song sần đau không phải chạy buồn lắm cứ đầm bay săn tệ là ngày ngọt tam rìa này tiền sa phê và đi sa ma thị pa nha tạ tiền kẹp pa han na ấy vạch tham và nắp pa han naสมุยเชตแต่ปะฮานะหรือจังเตสันเตคือประเด็นเป็นนั่นไงสงบประงบในสังขารต่างปวงมันเมียนกาเกิดล่างอนุปาเตะนิโรธกรุบบอดต่างอ้อวิชีแยะทเวเวเสสะวิริยเกนิโรธที่สังขารนิโรธโทนั้นนิโรธกรุบบอดต่างอ้อนั้นคือเจชมวกในประเด็นเป็นนิโรธนั่นคือนิโรธสัจจะประเด็นเป็นนะนั่นไงอัฏฐทาวิแพงกระโซดปัญญลน้องใบดอกเลข3 มวยประโซตีปีนั่นไงปรับนิโรธกรุบบอดต่างอ้อนั่นคือประเด็นเป็นไอ้นิโรธนั่นคืออนุปาเตะนิโรธนั่นไงมันเป็นอุปาเตะนิโรธเต้เป็นสังขารในการตรวจอุปาเตะวิยะธรรมิโนนิโรธนี่คืออนุปาเตะแปลแต่มันเกิดไม่บานอดเกิดแต่อดปัจจัยไม่บานอดปัจจัยที่เพราะอะไรอย่างแม่อันนั้นแม่เกณฑ์เนี่ยนั่นไงแม่เกณฑ์เนี่ยนั่นก็เป็นโยนในน้องวิแพงกระโซดนั่นนั่นไงเป็นโยนตรังบอดวิเรียเกะนั่นไงวิเชียทเววะเสสะวิเรียเกะนิโรธีนะวิเรียเกะนั่นคือจิตมัวในประเด็นเป็นนั่งในมวยเมนในปีวิเรียเกะนั่นนั่นไงมวยเตี้ยคือถ้าสำรัดนิโรธนั่งดอยแม่วิเรียเกะนั่นจิตมัวในแม่นั่นไงแม่เกณฑ์เนี่ยดอยแม่พรัวอะไรอย่างแม่นั่งบ้านนิโรธนั่นคือเปรียบกับท่ามันชราเนี่ยมนกุญจะบ้านนั่งไงเมื่อtớiถ้าสบายปกติแบบถ้าศักษาสายเชี่ยวดำไปเอาบานโยลลำซาพระพุทธศาสนาเด็กจัดสมุปาเตโทนั่นไงบานเฉียบดังลำปีวัดตกได้ประพฤติดาวสมุติยะอวิชีปัจจยาสังขารานั้นยังก็บานเฉียบดังปีกาออกจากในวัดด่านั่งนั่นไงบานสบายปกติtớiก็รวมโดยก็ได้สงบนั่นไงก็ได้สงบเมียนเรียบรับปีจัดได้สงบตัวจัดนะนั่นไงเมียนตัดเตียงแก้ปัญหาหนักtớiจัดนั่นก็สงบไว้คำแบบนับปัญหาหนักtớiสงบโดยรูปเชียนรูปเชียนจังtớiนั่นไงเจจัดแต่วิเวchứนะนั่นไงตัวจัดนั้นวิเวเราแต่อุปธิวิเวเปรนิเปนนั่นคือโดยแม่นั่นไงกิเลโสปฏิอภิสังคารโรปฏิคันทูปฏินั่นมันเกิดล่างโดยแม่นั่นไงปัจจัยเนี่ยได้บานในอุปธิวิเวนั่นคือเนี่ยได้บานอะไรอย่างแม่นั่งเจ็บเปรี้ยอะไรแบบกลัวนั่งไอ้นั่งตำได้ขนมกูหัดกะโซดนั่นไงนั่นก็เปรี้ยสไรบดประกาศขนมมหาเด็กเต้นั่งไงอะไรกูหัดกะโซดในขนมสดตานิบาตนั่นนะได้ดอกได้หาเสบุญนั่งทำได้ปีวิเวกใบนั่งกายวิเวกจัตวิเวกนั่งอุปธิวิเวกให้เนี่ยนาได้เฉียนเนี่ยบานกายวิเวกเนี่ยนาได้เฉียนเนี่ยเมียนจัตวิเวกใหญ่ปีเนี่ยได้บานในวิเวกนั่งอุปธิวิเวกคือประเด็นเปลี่ยนนั่งประเด็นเปลี่ยนคือเจสมบัติแต่บ่เปรียอะไรบุกกลเลยแต่ยัยปีเปรียนเปลี่ยนคือไตรแต่เมียนมาจ้าเนี่ยบ้านเนี่ยเปลี่ยนนั่งนะนั่นไงอัดเมียนเนี่ยเปลี่ยนไออัดเมียนมาจ้าเฮ้มาจ้าโดยปัญญาตะนั่นไงยัง
miền tè miền đây ấy chẳng tới là ngày trap sầm bát côn prosray năng cứ son làm mọt nè để miền sầm bát nâng gần đây nơi kia và thôi chuốn cho từ miền ấy sầm bát mà nuôi sầm bát tê và đa sầm bát và anh sầm bát vào prum ấy nâng vẫn thế ở miền sầm bát bên biển này để nơi kia và thôi chuốn đó là ngày toaแต่sao ta bắt tập mẹ cả đó lẹ sực cài dạ tới thệ là ngày hay tịch thể nắng rùm thì mùi khi ngày và cái lệ sẽ vật đã cầm một vật đã ủy bà cái vật đã nó mình cao la đòi sao ta bắt tập mẹ ngày nó chơi sầm bát trên tiền này chơi sầm bát là bóc cái sao ta bàn nâng ngày aiแต่อะไรอย่างเงี้ยตั้งពីsao ta bắt tập mẹ tới cứ cắt nơi vật đã còn đó miền ca mình cao là đôi sờ cài dạ được thể nâng pan như vậy ấy nâng ca mình cao nơi ở bài giờ phùm nâng mình cao chập thì chia ti phòng bay tới nâng ca mình cao từng ó nâng cứ nỉ rau từ xa chứ được đòi mẹ nâng ngày chơi sầm bát và bọc để sao ta bàn giờ đa chẳng thể nâng cứแต่ปดบ่อสัตว์ยังโชมมุกแต่โรคประเด็นเปลี่ยนเมียนประเด็นเปลี่ยนเจียปะระยาวซานนั่นคือบารมมาซอกđể dân trời lê hà lai lê túc cùng qua sắp cướp từng ó năng ngày mình chăm bách ấy đây năng trời rê pun ly say ấy từ Philippines thế ở Philippines ở khoa ấy từng ó từ cả ó tết thế tầm hà đó ó phúc ó hoạt đạ từ năng ngày chẳng từ nông chỉ vật đây dân trời sài cun ở thua đôi chia chỉ mùi nâng nè để đã miền chấm này đây thì đây là ó đó dừng bài trai tam nâng nuôi dừng chẳng luôn dừng chẳng nè đặt tây nâng dừng nâng à thì miền lo miền mình lo ấy dừng mơ cho tam nâng chẳng thấy pro này bạt đây nâng à lại đây mình lo đời nơi nông tụi thì dạ khi tạ vị này dạ sâu đang có trạng cái pan giải cả đi bạt nữa bây thầm mới sinh ra vật đây tầm đây ngắn là thà cài cam mình là thế có hai trao tới là ngày vô trả lại là o mà chẳng tới về chạy cam ấy đây là o nâng chẳng tới đôi thì khẩu muộn pra chỉ vào bằng sơ cô ấy chẳng tới bàn bằng sơ cô mà lại na về thôi ấy chẳng tới hay tranh tới tục cái lại là o tới đề tới thôi chỉ vào pra việc chẳng đó đó nên ngày rư cả đôi chị tha tức ấy để miền cho miền sài rai ấy nơi bị lơ ấy chẳng tới việc tranh tới đòn vô thì tức mà ngút mà là chăn tới tu tiền tới việc chẳng á là ngày để dân bà đi bạc từ cho mùi nâng mình u mà nè nâng chúng ta ca về cam còn mình là o về chơi cam còn mình là o bàn tay nâu cam nơi miền là o khla đai chẳng tới đôi tức đọ nơi nâng đàn chơi cô dân dân srei tức á nâng ngày nơi miền tô xạ thằng và đệ khệ nó vì bày đôi nè srei tức dân chẳng màu chua tức mặc cả lộc và đàn chơi cô nó có lột chừng cuông bằng ao kê phật chẳng thời là ngày bàn mà các vật bát khá co ấy đây chẳng người ta ca để nức rồi lức khơi côn khơi chỉ cái đây là o bao nè là tây là ngày chẳng tới về chui còn áo dân che tè và cài và cam chập tô hồng họt đây là ngày có về miền thì cái đây là o là ngày hay bà thà về mình là o so đòi cài để cha đèn mano cam ấy nâng rồi là o mình khơi ấy chẳng tới có phơi tục nông chặt đôi chuyện đẹp khư đó đào phơi ngày mà hơi vọt ở sòng xá đó nông này triệp nâng ha chợ ti sập bài có ọt miên nó phal này xăm mà nạ tạ bị bạt năm cài rô có ọt miên cứ xăm mà thạ bị pasana ấy nè chui mơ thai nó có ọt miên ao và tiên xa sân này và thua để dân sẽ đập để dân sắc xa riêng rồi phải sốt đi phải sốt nụ ấy chẳng nó nâng á và nâng cứ
គេលៀននុបថាហ្នឹងទេព្រះរថាលោកយល់ហ្នឹងឯងអវាទានុសាសនីហ្នឹងគឺគេលៀននុបថាគេលៀននុបថាហ្នឹងគឺអ្នកថែរក្សាអ្នកឈឺហ្នឹងហើយយើងអ្នកឈឺដោយកិលេសហ្នឹងយើងស្ដាប់យើងសិក្សាពធហ្នឹងគឺដូចមានអ្នកជួយមើលថែយើងដែលឈឺអញ្ចឹងណាយើងឈឺទៅសឹងថាក្រោកមិនរួចអីចឹងទៅតែមានអ្នកជួយគ្រាជួយអីហុចបាយហុចទឹកហុចថ្នាំអីចឹងណាពួកច្បាច់អីចឹងណាកូនចៅហ្នឹងណាហ្នឹងហើយយើងនៅមានកិលេសជាអ្នកឈឺនោះវាចាំបាច់ត្រូវកិលេសនុបថាហ្នឹងណាអាហ្នឹងគឺអវាទានុសាសនីចាំបាច់អញ្ចឹងណាហ្នឹងហើយអ្នកឈឺនោះវាអត់មានកិលេសនុបថាហ្នឹងទៀតអាហ្នឹងដែលព្រាបបុគ្គលដែលមានកាយកម្មវិច័យកម្មមនោកម្មដែលមិនល្អហ្នឹងសពគ្រប់ចឹងទៅគួរឲ្យអាណិតកាលណាបើយើងសិក្សាក្នុងប្រសូតហ្នឹងអ្នកនាំផ្លូវក៏អត់មានណាគឺសាវករបស់ព្រះពុទ្ធអង្គឬព្រះសម្មាសម្ពុទ្ធអត់មានអ្នកដឹកដៃហ្នឹងហើយភូមិស្រុកនៅឆ្ងាយមុខគឺព្រះនិព្វានហ្នឹងហើយមានច្រើនចំណុចហ្នឹងហើយថាមួយអ្នកឈឺហ្នឹងចឹងទៅពីរមកឆ្ងាយហើយវត្តសង្សារហ្នឹង3អត់មានអាហារជាទីសប្បាយផលនៃសមណៈបរិបត្តិហ្នឹង4អត់មានថ្នាំសមថវិបស្សនា6អត់មានកិលេនុបថាណា7អត់មានអ្នកដឹកដៃព្រះពុទ្ធអង្គឬសាវករបស់ព្រះអង្គហ្នឹងហ្នឹងហើយអត់មានអ្នកដឹកដៃហើយ8ផ្លូវហ្នឹងនៅឆ្ងាយតទៅទៀតភូមិស្រុកហ្នឹងគឺឆ្ងាយពីព្រះនិព្វានណាហ្នឹងហើយហើយមានសភាពបែបអញ្ចឹងយ៉ាងណារួមទាំងយើងដែលជាអ្នកឈរមើលហ្នឹងមើលមួយអ្នកឈឺណា2ផ្លូវឆ្ងាយ3អត់មានអាហារជាទីសប្បាយ4អត់មានថ្នាំ5អត់មានកិលេនុបថា6ណាអត់មានអ្នកដឹកដៃ7នៅឆ្ងាយតទៅទៀតឆ្ងាយពីព្រះនិព្វានណា8អ្នកដែលឈរមើលហ្នឹងគឺដូចយើងអញ្ចឹងណាយើងពិចារណាអ្នកដែលប្រព្រឹត្តកាយកម្មវិច័យកម្មមនោកម្មមិនល្អហ្នឹងយើងក៏តាំងករណាឡើងអាណិតអញ្ចឹងណាហ្នឹងហើយអញ្ចឹងបាននិយាយពីរឿងថាអ្នកដែលប្រព្រឹត្តល្អហ្នឹងបើថាល្អទាំងកាយវិចារចិត្តអញ្ចឹងទៅរបៀបដូចជាស្រះបោកករណីស្រះឈូកយ៉ាងហើយយើងដើរផ្លូវឆ្ងាយមកស្រេកទឹកដែលយើងនៅមាននិវរណៈធัวហ្នឹងហើយអញ្ចឹងមើលទៅខាងមុខឃើញមានព្រៃភ្នំអីចឹងទៅសំតែមានទឹកអញ្ចឹងក៏ដើរសំដៅទៅវិតកៈវិចារៈទៅហ្នឹងហើយទៅដល់ទៅឃើញមនុស្សដើរចេញមកមានខ្លួនទៅទឹកទៅងូតទឹកអីហើយអញ្ចឹងណាហ្នឹងហើយចាប់ផ្ដើមមានបៃតៈសាកសួរទៅអូទឹកកបើមកនៅក្នុងព្រៃហ្នឹងអញ្ចឹងទៅបៃតៈមានកម្លាំងហើយតាមកជាបៃតៈទៅក៏បានឃើញទឹកទៅកើតសេចក្តីសុខហើយណាបស្សទ្ធិសុខៈហ្នឹងចុះងូតទៅបរិភោគទឹកទៅពុំក្លិនការឈូកក៏អូបទៅទូទានផ្លែឈូកទៅហ្នឹងហើយហ្នឹងសុខៈពេញថឹងហើយរួចទៅឡើងមកដូរផ្លាស់ខោអាវសម្រាប់នៅក្រៅមលុបឈើខ្យល់បក់ទៅហើយទៅឯកកតាសមាធិហ្នឹងហើយគឺដោយអាស្រ័យការដែលបានចម្រើនទៅដោយមេត្តាជាដើមអញ្ចឹងណាមុទិតាទៅជាមួយនឹងអ្នកដែលប្រព្រឹត្តល្អហ្នឹងហើយយើងមានគុណធម៌ក្នុងព្រហ្មវិហារយើងយកមេត្តារំលងករណាមួយទៅដល់មុទិតាទៅជាមួយនឹងអ្នកដែលប្រព្រឹត្តល្អហ្នឹងហើយបើក្នុងបញ្ញកិរិយាវត្ថុយើងក៏រួមដោយទេនណាហ្នឹងហើយដូចយើងជ្រះថ្លាជាមួយនឹងព្រះសង្ឃទៅជ្រះថ្លាជាមួយនឹងមេត្តាបិតាឬក៏សប្បុរសដែលបានប្រព្រឹត្តល្អដោយកាយវិចារចិត្តអីយើងជ្រះថ្លាចឹងទៅហើយក៏បត្តានុមោទនាទៅទៀតហើយយើងត្រេកអរជាមួយនឹងការប្រព្រឹត្តល្អរបស់អ្នកដទៃអាហ្នឹងគុណធម៌ណាដែលយើងប្រព្រឹត្តទៅជាមួយនឹង
អ្នកដែលប្រព្រឹត្តល្អឬក៏ចំណែកល្អណាក្នុងម្នាក់ហ្នឹងមានចំណែកល្អមានមិនល្អអញ្ចឹងនៅជាបឋមជនព្រះអរិយបុគ្គលក៏មានមិនល្អខ្លះដែរតិចតួចតែល្អច្រើនក្រៃលែងទៅដោយគុណរហូតដល់ព្រះអរហន្តទៅមានតែល្អអត់មានមិនល្អហ្នឹងឯងក្នុងព្រះអរហន្តហ្នឹងលះបង់កិលេសមិនមានសេះសល់កាយកម្មវិច័យកម្មមនោកម្មជាអកុសលអីអស់ហើយហ្នឹងឯងអញ្ចឹងជាមួយគ្នានឹងអ្នកដែលប្រព្រឹត្តល្អឬក៏ចំណែកល្អហ្នឹងឯងក៏យើងប្រព្រឹត្តទៅដោយមេត្តាទៅដោយមុទិតាទៅហ្នឹងឯងដោយគុណធម៌មានទានទៅមានបត្តានុមោទនាទៅហ្នឹងឯងនៅក្នុងក្រុមទានហ្នឹងមានបត្តទានផងដូចយើងធ្វើបុណ្យបត្តទានហ្នឹងឯងក្នុងសាលាកផាត់អីហ្នឹងក៏មានការឧទ្ទិសទានដែលចនិច្ចកាលហ្នឹងរំលឹកដល់គុណវិរៈកងតបអីក៏ឧទ្ទិសបុណ្យកុសលហ្នឹងជាចំណែកបុណ្យកុសលតបស្នងសងគុណហ្នឹងហើយក្នុងការដែលបានស្រុកដីសុខសន្តិភាពមានវត្តអារាមអីហ្នឹងមានមែនទេអញ្ចឹងណាយើងក៏មានចិត្តស្ងប់រងាប់បានស្រុកសន្តិភាពទៅយើងក៏សម្រានអីចឹងហើយក៏ភាវនាទៅហ្នឹងឯងរៀនធัวទៅស្ងប់រងាប់ទៅហ្នឹងឯងឲ្យតែបានសេចក្តីសុខស្ងប់នៅក្នុងចិត្តទៅគឺដោះស្រាយបញ្ហាផ្សេងច្រើនមុខណាហ្នឹងឯងយើងស្ទុះស្ទាទៅរស់សុខអីណាយនៃច្រើនប៉ុន្តែតែប្រមូលមកឲ្យតែចិត្តយើងស្ងប់ទិដ្ឋិតណ្ហាស្ងប់លោភៈទោសៈមោហៈហ្នឹងចឹងទៅគឺសេចក្តីសុខនៅក្នុងចិត្តជួនកាលយើងរំលងសេចក្តីសុខហ្នឹងហ្នឹងឯងទុកស្ទាទៅរករបស់ដែលអត់ហ្នឹងបានមកទៅមិនគ្រប់មិនក្រន់អីចឹងទៅហើយយើងរំលងដូចយើងមានជីវិតរស់នៅមានបត្រៃណគមមានជីវិតរស់នៅមេត្តាបិតាណាដែលអាហុណៃយាចៈបតតាណੰអីនេះណាដែលសំបីតែមានប្រាក់ក៏ទិញបានផងដែរហ្នឹងឯងដូចខ្ញុំណាអីដែលមេត្តាបិតាក៏ចែកឋានទៅចឹងណាសំបីថាអូឥឡូវហ្នឹងមហាសិទ្ធិមានប្រាក់រាប់លានក៏មិនទៅរួមមេត្តាបិតាមកវិញបានហ្នឹងហើយអញ្ចឹងបងប្អូនកូនចៅដែលមានមេត្តាបិតាដែលជាប្រព្រំជាបុព្វាចារ្យជាបុព្វទេវីជាអាហុណៃយាចៈបតតាណੰជាព្រះអរហន្តរបស់ខ្លួននេះហ្នឹងហើយកុំឲ្យមើលរំលងឲ្យយើងមានសេចក្តីសុខថាបានធ្វើបុណ្យជាមួយនឹងមេត្តាបិតាជាព្រះអរហន្តរបស់យើងទៅអ្វីដែលយើងមានហ្នឹងយើងសុខជាមួយនឹងរបស់ដែលយើងមានហ្នឹងទៅវាបានសន្តិក្នុងចិត្តយើងហ្នឹងហើយអញ្ចឹងជាមួយនឹងអ្វីខាងក្រៅវាកើតទៅជាសន្តោសហើយហ្នឹងហើយល្មមត្រឹមតែសម្រាប់ឲ្យយើងរស់ហ្នឹងហើយដល់អញ្ចឹងទៅខ្លឹមសារនៃជីវិតគឺគុណធម៌រហូតដល់ទៅមិនប្រកាន់អត្តាទូខ្លួនទៅវាបញ្ចប់បញ្ហាដែលមកអំពីអាការដែលយើងប្រកាន់ខ្លួនយើងហ្នឹងអញ្ចឹងទៅហ្នឹងហើយចិត្តតែមានបញ្ហាផ្សេងណាហ្នឹងឯងយើងរកខ្លឹមសារដោយទានសិលភាវនាហ្នឹងឯងជាមួយគ្នានឹងការខ្វះខាតរបស់អ្នកដទៃអាហ្នឹងនៅក្នុងព្រហ្មវិហារក៏យើងករុណាទៅហ្នឹងឯងនៅពេលដែលយើងចារណាឃើញរឿងខ្វះខាតរបស់អ្នកដទៃបានន័យថាខ្វះខាតសេចក្តីល្អណាខ្វះខាតគុណធម៌ហ្នឹងវាមានការប្រព្រឹត្តឆ្កំឆ្គងដោយកាយវិចារចិត្តហ្នឹងអកុសលកម្មហ្នឹងវាតេតួងនឹងអកុសលមូលលោភៈទោសៈមោហៈហ្នឹងឯងហើយដល់ទៅយើងអប់រំចម្រើនបញ្ញាទៅស្ដាប់ពធផងទៅយើងដឹងថាលោភៈទោសៈមោហៈហ្នឹងវាអត់មាននរណាធ្វើឲ្យខ្លួនឯងទេហ្នឹងឯងយើងក៏មិនបានធ្វើឲ្យខ្លួនឯងយើងមានដែរតើតែយើងមានបានធ្វើឲ្យខ្លួនឯងណាអញ្ចឹងទៅយើងចាប់សេចក្តីនឹងបានថាសិតតែអ្នករួមគ្រោះហើយមើលដកលោភៈទោសៈមោហៈចេញទៅមាននរណាទៅធ្វើបាបប្រពន្ធចុងសរសៃសក់អត់មានទេព្រះអរហន្តអស់ហើយហ្នឹងឯងដកតែលោភៈទោសៈមោហៈអកុសលមូលដល់ទៅដាក់លោភៈទោសៈមោហៈហ្នឹងមកយើងទៅបន្ទោសដល់ណាព្រោះវាអត់មាននរណាធ្វើសេចក្តីសៅហ្មងឲ្យខ្លួនឯងទេអាហ្នឹងតែយើងអប់រំ
ចូលដល់វិបស្សនាបានយើងបានដឹងរូបធម៌នាមធម៌ជាខាងក្នុងអញ្ចឹងទៅអញ្ចឹងយើងដឹងរូបធម៌នាមធម៌ជាខាងក្រៅហ្នឹងហើយវាអត់មានអត្តាណាមកធ្វើលោភៈទោសៈមោហៈអកុសលមូលអកុសលហេតុឬគល់ដែលនាំឲ្យធ្វើអកុសលកម្មហ្នឹងអញ្ចឹងវាទៅជាអ្នករងគ្រោះដល់អ្នករងគ្រោះវាដូចអ្នករងគ្រោះដោយកូវីដអីចឹងណាហ្នឹងហើយជួយគ្នាហ្នឹងហើយនាំទៅពេទ្យឬក៏បង្កើតវ៉ាក់សាំងអីចឹងទៅហ្នឹងហើយបានជួយគ្នាទៅហ្នឹងយ៉ាងណាការដែលយើងដឹងថាមនុស្សយើងដែលមានការខ្វះខាតក្តីល្អប្រព្រឹត្តតោះខុសកំឆ្គងអីទាំងអស់ហ្នឹងគឺជាអ្នករងគ្រោះទេហ្នឹងហើយដល់អញ្ចឹងវាការករុណានៅពេលដែលមានសេចក្តីទុក្ខរបស់សត្វមកជាអារម្មណ៍ហ្នឹងហើយការប្រព្រឹត្តទៅដោយអំណាចបាបអកុសលហ្នឹងហើយក៏យើងมันអាចនឹងជួយបានហ្នឹងហើយព្រោះអស់យ៉ាងដែលយើងខំប្រឹងថែរក្សាបត្រៃបិដកពុទ្ធសាសនាហ្នឹងហើយដល់តែគាត់មិនអាចទទួលយកដើម្បីសិក្សាប្រព្រឹត្តបរិបត្តិបានណាសំបីពុទ្ធអង្គគង់នៅក៏មានអ្នកមិនស្ដាប់ព្រះអង្គសំបីតែពពួកញាតអីខ្លះហ្នឹងព្រឹត្តបាបកម្មរហូតផែនដីស្រូបទៀតបាទសពពុទ្ធអីប្រទេវតតអីហ្នឹងហើយមានអ្នកណាទៅជួយបានក្នុងរឿងទាំងអស់ហ្នឹងទៅត្រូវពឹងបន់ណាហ្នឹងហើយពឹងបន់គេថាបើត្រូវខ្លាំងពូកែដោយខ្លួនយើងណាហ្នឹងហើយចែកឋានទៅបានបដិសន្ធិក្នុងសុគតិភពអីចឹងទៅដូចជាទេវតាអីចឹងទៅហ្នឹងបានជ្រាបដំណឹងដឹងឬក៏ថាបើផ្លត់កតិទៅអបាយភូមិបរតតោបជីវិតប្រែតអីចឹងទៅញាតធ្វើបន់ទៅក៏ទទួលបានទៅត្រេកអរទៅអនុមោទនាទៅហ្នឹងហើយដោយរឿងខ្មែរយើងគ្រាន់តែលើកជាទេហរណាដូចថាក៏ខ្លាំងហ្នឹងហើយក្នុងកម្លាំងទឹកចិត្តកម្លាំងទឹកចិត្តថែរក្សាប្រទេសនគរហ្នឹងហ្នឹងហើយខ្លាំងអញ្ចឹងទៅហ្នឹងហើយបានទំនាក់ទំនងផ្លូវច្បាប់ការទូតអីអចឹងទៅបានហ្នឹងហើយអ្នកដតីមកជួយមកអីចឹងតាមក្រោយទៀតទៅហ្នឹងគ្រាន់តែយើងជាឧទាហរណ៍ក្នុងសេចក្តីថាបើតលតែយើងមានបុណ្យខ្លាំងណាការពារខ្លួនយើងកុំឲ្យធ្លាក់ទៅអបាយភូមិហ្នឹងហើយរួចទៅញាតិមិត្តតាមបងប្អូនអីជួយហ្នឹងមកជួយតាមក្រោយទេហ្នឹងហើយបើចុតិបដិសន្ធិហើយមកធ្វើបុណ្យអីជួយមិនតាន់ទេហ្នឹងហើយបើបដិសន្ធិបើត្រឹមតែដូចថាបរតតោបជីវិតប្រែតហើយបានដឹងបានត្រេកអរវាតេតួងនឹងញាតិធ្វើបុណ្យបដិគិអកប្រសង់អ្នកមានសិលអីចឹងទៅអីចុះបើកើតដូចថាក្នុងនរកអីចឹងទៅឬក៏ប្រែតអីដតីផ្សេងក្រៅពីបរតតោបជីវិតប្រែតទៅឬក៏នៅក្នុងកំណើតទេឆានអីចឹងទៅនៅក្នុងសុទ្ធនៅក្នុងគួរអីចឹងទៅមេជ្រូកមេតម្រៃអីទៅខ្លាអីតោអីចឹងទៅកពើអីចឹងទៅហ្នឹងហើយដោយអំណាចនៃអកុសលកម្មជាបច្ច័យញាតិមិត្តសន្តានមកធ្វើបន់ជួយយើងមិនបានអត់ទាំងដឹងញាតិធ្វើបន់ផងហើយនៅក្នុងអកុសលវិបាកដេសន្ធិអបាយភូមិក៏មិនដឹងជាត្រូវត្រេកអរនឹងបន់អីយ៉ាងម៉េចឲ្យណាមួយណាទុកលំបាកណាមួយនៅក្នុងណាជាលំពុជៈកំណើតនៅក្នុងគោនៅក្នុងសុទ្ធអីចឹងទៅអន្តជៈអីចឹងទៅហ្នឹងគ្រាន់តែចង់បញ្ជាក់ថាចាំបាច់យើងត្រូវតែខ្លាំងខ្លួនយើងហ្នឹងហើយដើម្បីការពារអបាយភូមិហ្នឹងអញ្ចឹងញាតិក៏អាចជួយបានតាមហ្នឹងអញ្ចឹងទៅកើតទេវតាអីក៏ត្រេកអរបុណ្យកុសលបានដែរណាហ្នឹងហើយត្រេកអរនឹងបុណ្យហ្នឹងបានទូទៅទាំងអស់ហ្នឹងឯងចឹងហើយជាពិសេសត្រង់ដែលថាយើងខ្លាំងខ្លួនយើងហ្នឹងអាចជួយខ្លួនយើងអត្តទីបានេះហ្នឹងឯងសំខាន់គឺសតិប្បដ្ឋានដែលជាលោកយៈលោកតរោធម្មោអង្គធัวនៃអត្តទីបាហ្នឹងចឹង
năng ngày của tì bưng miền tra rồi thà dân sân khô khné bưng khné từ vinh từ mau thì yes pha mấy miệt đa bị đa con prosray ấy mệt hệ ấy chẳng đó năng có cả sông khô hết bọn đây nông sông kia là cả sốt năng rồi dân hai thà bưng bẹ bưng nẹt sray khné chẳng đa năng ngày hay ca để dân miền đời thà tì bưng được rùa cha ấy xong đi say ấy năng ngày nông đi say pram bèo say ấy chẳng đó đó năng ngày nó có xong lột sập ro chia tì say chia tì bưng bẹ bụng nẹt say năng chẳng tới nó có hai thà tì bưng đây năng ngày đôi cho chạ bao trở lại thì khẩu ấy lột tới xong phàm mà nè phải chuồn bằng pi năm nữa chỉ sắp rồi xong thà chỉ ti bận bẹ phẩm nẹt sài á năng vẹt xì dao đó anh say năng ti bận bẹ phẩm nẹt sài năng chẳng trời dân mùi tiết vào nhà nị bạ rồi lâu cả mang bát tết tha haun để pa nị năng nó có dân ra miền bon bát tết tha tàng mòn nó chỉ ti bận bẹ phẩm nẹt sài tới trong lô khẩm mộc năng bàn sọc tệ phúc chẳng trời đây năng bột thang sờ năng cha mỹ tham men sờ năng cha mỹ sang khang sờ năng cha mỹ nó có chỉ ti bưng đây miền bột bột ong chỉ sạ nạ nòm mốc chơi miền bột thua chỉ sạ nạ bề bề giặt thì thua rồi lật chắc xa riêng sâu truông chăm tục chơi hôn để dân nấp rồi lật đó là lâu cọt rạ thua làm bay ruồi thọt chạ tục để bề này bên năng cứ chỉ sạ nạ chỉ ti rồi lật chơi miền bờ sông chỉ ti rồi lật chỉ ti an tới đây lâu bàn cho cùng buông sơ hay tới đào trời này chẳng tới dương miền ti an á ở nó có chỉ sạ nạ tới ở nó có chỉ ti bưng ti rồi lật nằng đà hay sẽ tập than tạ ti pa nâng lô cái dễ lô cọt rào tham mô nâng là chăm bát chứ nâng cứ ti bưng miền khai dương để thà ti bưng nâng tân để không bà lấy trà nó đòi áp tình này xên là ngày hốt đào ti bưng trong trao bầm phật ở miền ti bưng ấy là tây từ tiết nâng kênh cho năng na tiền nắng tăng ti bằng na bà rằng bọn đây nâng cặp bạc ra dân nạ về ông thì đọc nâng cặp bạc bềm nâng xong ông thầm đại thì tì bưng được nông sạc thông thầm một vật ở song xa nâng ông thầm đại bề này bềm nâng kênh dân năng cả để mình cùng qua là na tiền nâng mình phải cầm đây thì thệ tâm hà nâng anh tăng tì bằng đủ anh chỉ tì bưng na bà răng miền tì bưng ấy là tây trời tới thiệt thế dân cả tì bưng người ta là miền Pành Hà miền thì cái đây tục ấy bề này bền miền Pành Hà miền thì cái đây tục miền rô tì bưng ấy thế bề này bền nó cứ chỉ tì bưng chỉ tì bằng phật hay miền tục miền trời rô tì bưng ấy không bề này bền thiệt thế rồi bề này bền chỉ bà rong mà sọc nâng ngày chỉ tì bưng tròn để mình bật cam nâng á là ngày mình bật cam đòi ở đây giờ mẹ bạn đây thà đây bật cam nâng mình cài láng được nông bây ở đây bật quên nâng rồi bán ở đây giờ mẹ sẽ mới chơi đẹp và hàn nạ tới bây này bên đi sờ nạ và hàn nạ nâng ai nâng cái đàn tè lực riệp rạp nông sẽ đây để thà chỉ tì bưng để dân chăm bạch trời để khăng nó cứ mình tới tầm đơm thì đây sọc rồi lên tiền lùi plan tầm đơm ấy bạc kê hay u thật luôn anh khăng ở thế khăng nó cứ to là sắp bờ ro mong á nâng ngày chúng ta kỳ lách luôn anh hơi chui ấy nè tây ban thì đây sọc thì nâng ngày nâng ban khăng ban của cài men gần nâng ngày trắng đôi chia nông rương bạch nhạt mình nu để miền thì cái đây là o chẳng tới dân có vào từ đòi meta đòi mutita là ngày bao nhiêu cái ra và thọ tới có dân pata là mô tình đi thì đây là o bao nhiêu tây tới nòng tiền nâng á là ngày hay bờ nông rương cả phát khát phát khát thì đây là o nâng giờ ca com cuông đại cài thì cha chết nâng dân có là picharana khơi cười thà trên nẹt ruộng cua giặt lột nấm rồi chẳng tới dân hàm tô xạ bà này là ngày hàm tô xạ bà tới rồi trời trồ mà nông sân là ngày
ជាមួយគ្នានឹងអ្នកដែលប្រព្រឹត្តល្អហ្នឹងក៏ដោយច្រើនយើងទៅក្នុងអលោភៈទៅដោយទានទៅណាហ្នឹងហើយតែដល់ទៅជាមួយនឹងមនុស្សដែលខ្វះខាតខ្វះខាតគុណធម៌ខ្វះខាតសេចក្តីល្អហ្នឹងឬក៏ក្នុងមនុស្សម្នាក់ហ្នឹងវាមានកន្លែងដែលល្អមានកន្លែងដែលមិនល្អត្រង់មិនល្អណាតែហ្នឹងគឺប្រព្រឹត្តទៅដោយករុណាទៅហ្នឹងហើយប្រព្រឹត្តទៅដោយឧបេក្ខាទៅហ្នឹងហើយព្រោះសត្វលោកប្រព្រឹត្តទៅតាមកម្មណាទាំងដែលយើងទទួលអកុសលវិបាកអំពីការប្រព្រឹត្តកម្មឆ្គងដោយកាយឬក៏ពាក្យសម្ដីអីហ្នឹងយ៉ាងណាហ្នឹងហើយយើងឮហ្នឹងគឺអកុសលវិបាកហើយអញ្ចឹងក៏ប្រព្រឹត្តទៅតាមកម្មណាអាហ្នឹងគឺនាំឲ្យមានឧបេក្ខាហើយក្នុងបញ្ញកិរិយាវត្ថុហ្នឹងក៏មានសិលហើយហ្នឹងហើយក្នុងទានគេថាធ្វើអ្វីដែលជាប្រយោជន៍នឹងទានណាហ្នឹងហើយសម្រាប់ទៅជាបារមីទៀតណាគេថាគុណធម៌វាមានគូនៃគុណធម៌គូនៃបារមីហ្នឹងក្នុងអត្តកថាចរិយាបៃដកគូនៃគុណធម៌មានគុណធម៌មួយថាទានហ្នឹងធ្វើនៅអំពើជាប្រយោជន៍ដល់ទៅសិលមិនធ្វើនៅអំពើមិនជាប្រយោជន៍ត្រូវមិនពីរដងហ្នឹងហើយថាទានគេថាធ្វើនៅអំពើជាប្រយោជន៍ហ្នឹងហើយដល់ទៅសិលមិនធ្វើនៅអ្វីដែលមិនជាប្រយោជន៍បាណាតិបាតអីចឹងវាមិនជាប្រយោជន៍អត្តនេទានអីហ្នឹងកាមេសមិឆាចាមុសាអីហ្នឹងវិជ័យទុច្ចរិតអីផ្សេងគ្រឿងញៀនគ្រឿងសវឹងអីហ្នឹងវាជាអបាយមុខមិនជាប្រយោជន៍អញ្ចឹងមិនធ្វើណាគឺវិចាហ្នឹងជាសិលហ្នឹងហើយគូគុណធម៌ហ្នឹងគេថាបានមកជាគូនៃបារមីទានបារមីសីលបារមីហ្នឹងចឹងទៅហ្នឹងហើយអញ្ចឹងក្នុងការដែលយើងប្រព្រឹត្តជាមួយគ្នានឹងមនុស្សយើងជុំវិញខ្លួនហ្នឹងយើងប្រព្រឹត្តទៅដោយសភាពនៃទាននៃសិលហ្នឹងហើយដល់ភាវនាណាហ្នឹងហើយជាមួយគ្នានឹងអារម្មណ៍បញ្ញត្តិក៏យើងមានសមថភាវនាទៅហ្នឹងហើយហើយជាពិសេសចូលមកដល់វិបស្សនាដែលមានបរមត្ថជាអារម្មណ៍ហ្នឹងណាមិនថានាមរូបក្នុងខ្លួនយើងឬក៏នាមរូបក្នុងអ្នកដទៃអីទេព្រោះតែកាលណាដឹងកាយវេទនាចិត្តធัวខាងក្នុងវាត្រូវដឹងកាយវេទនាចិត្តធัวជាខាងក្រៅហើយដឹងត្រង់ដែលថាជារូបធัวនាមធัวមិនទៀងជាទុក្ខជាអនត្តាហ្នឹងណាមិនដឹងដោយអភិញ្ញាទេដឹងដោយអំណាចនៃវិបស្សនាមានបច្ចខវិបស្សនាទៅវាមានអនុមានញ្ញាណហើយដឹងអ្នកដទៃអត់មានអត្តាទូខ្លួនសត្វបកុលដូចតែយើងនឹងអញ្ចឹងដែលវាអត់មានអត្តាទូខ្លួនហ្នឹងមិនទៀងជាទុកហ្នឹងឲ្យតែជាសង្ខារធัวគឺថាវាមានសាមញ្ញលក្ខណៈដូចគ្នាអញ្ចឹងហ្នឹងហើយហ្នឹងគឺក្នុងការដែលយើងប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍បញ្ញត្តិមនុស្សដែលប្រព្រឹត្តល្អដោយទានអញ្ចឹងទៅមនុស្សដែលមិនល្អការមិនល្អយ៉ាងណាក៏យើងមានសិលទៅដល់ទៅជាមួយគ្នានឹងអារម្មណ៍បរមត្ថយើងមានបញ្ញាវិបស្សនាភាវនាក្នុងការដែលកំណត់បរមត្ថធម៌នឹងឯងតាមសេចក្តីពិតហ្នឹងឯងប្រព្រឹត្តទៅដោយអលោភៈជាទានអតោសៈជាសិលអមោហៈគឺភាវនាប្រព្រឹត្តទៅដែលយើងត្រូវដោះស្រាយបញ្ហាដែលចូលក្នុងជីវិតយើងណាជាមួយនឹងអ្នកល្អក៏យើងមានអលោភៈអញ្ចឹងទៅហ្នឹងហើយជាមួយនឹងអ្នកដែលមិនល្អក៏យើងអតោសៈទៅជាមួយគ្នានឹងបរមត្ថធម៌ក៏យើងអមោហៈភាវនាហ្នឹងអញ្ចឹងទៅអាហ្នឹងគឺគុណសម្បត្តិគុណធម៌ហ្នឹងគឺត្រូវនៅឲ្យជាផ្ទះឲ្យជាទំនេរជាសុខសម្រាប់ជីវិតរបស់យើងអញ្ចឹងណាឬថាបច្ច័យ4សម្រាប់រូបកាយក៏ត្រូវមានបច្ច័យ4សម្រាប់ចិត្តអញ្ចឹងណាហ្នឹងហើយដូចថាទានហ្នឹងហើយជាបណ្ឌបាតបច្ច័យរបស់ចិត្តអញ្ចឹងទៅហ្នឹងហើយសិលជាចៃវរបច្ច័យរបស់ចិត្តអញ្ចឹងទៅហ្នឹងហើយសមថភាវនាហ្នឹងជាសេនាសនបច្ច័យរបស់ចិត្តអញ្ចឹងទៅហ្នឹងហើយយើងមិននៅសេនាសនៈសម្រាប់តែរូបកាយហើយចិត្តនៅកណ្ដាលវាលទេហ្នឹងហើយវាត្រូវមានសមថៈហ្នឹងជា
សេនាសនៈជាកត់ឬក៏ជាផ្ទះសម្បែងអីចឹងហ្នឹងហើយសម្រាប់រូបកាយសេនាសនៈហ្នឹងតែផ្លូវចិត្តគឺសមថៈស្ងប់រងាប់និវរណធម៌កាមឆន្ទៈដូចភ្លៀងអីចឹងទៅយើងត្រូវជ្រក់ភ្លៀងណាហ្នឹងហើយជាបាបតៈដូចថ្ងៃក្តៅអីចឹងទៅយើងត្រូវជ្រក់អីហ្នឹងចឹងទៅហ្នឹងហើយហ្នឹងគឺបច្ច័យ4របស់ចិត្តណាវិបស្សនាដូចជាកិលេសភេសជ្ជៈអញ្ចឹងឃើញណាមានទានមានសិលណាមានសមថៈវិបស្សនាបច្ច័យ4របស់ចិត្តណាហ្នឹងហើយទានហ្នឹងដូចបណ្ឌបាតបច្ច័យអញ្ចឹងសិលដូចជាចៃវរបច្ច័យអញ្ចឹងសីលੰអភិរណੰសេដ្ឋੰហ្នឹងហើយមានសិលទៅបានល្អទាំងហើយសមថៈភាវនាសេនាសនៈបច្ច័យរបស់ចិត្តត្រូវឲ្យស្ងប់រងាប់មិនត្រូវនៅកណ្ដាលភ្លៀងផ្គរកណ្ដាលថ្ងៃកណ្ដាលវាលអីទៅនោះទេទៅមានទីប្រក់ទីបិទទីបាំងណាដោយសេចក្តីស្ងប់រងាប់និវរណធម៌ហ្នឹងតែអញ្ចឹងទៅនៅក្នុងវិបស្សនាចម្រើនមកហ្នឹងគឺជាឆ្នាំណាហ្នឹងហើយសម្រាប់អរិយមគ្គទៅគឺបានជារោគហើយហ្នឹងហើយគឺព្រះនិព្វានណាបញ្ញខណ្ឌជារោគហ្នឹងហើយរោគតោហ្នឹងព្រះនិព្វានអរោគតោហ្នឹងហើយគេថាជាដោយអំណាចអរិយមគ្គជាឆ្នាំហ្នឹងហើយប៉ុន្តែយើងទានសិលភាវនាសិលសមាធិបញ្ញាហ្នឹងកំពុងស្វែងរកឆ្នាំដើម្បីឲ្យជារោគហ្នឹងដាច់ហ្នឹងហើយរឿងបច្ច័យ4ដែលយើងបរិភោគប្រើប្រាស់ហ្នឹងអាហ្នឹងគ្រាន់តែដោយឆ្នាំបំបត្តិការឈឺចាប់តែប៉ុណ្្នឹងទេហ្នឹងហើយអញ្ចឹងវាត្រូវមានបច្ច័យ4របស់ចិត្តនេះហ្នឹងហើយដោយទានដោយសិលដោយភាវនាទៅជាការស្វែងរកឆ្នាំគឺអរិយមគ្គទៅបានជារោគហ្នឹងជាស្ថាពរហ្នឹងហើយអញ្ចឹងគឺការដែលយើងត្រូវមានគុណធម៌ដែលជាបច្ច័យ4របស់ចិត្តហ្នឹងណាគេចាំបាច់ហើយដោះស្រាយជាមួយនឹងអារម្មណ៍ដែលចូលមកក្នុងជីវិតរបស់យើងហ្នឹងឯងចឹងហ្នឹងឯងជាមួយគ្នានឹងអ្នកដែលប្រព្រឹត្តល្អឬក៏សេចក្តីល្អនឹងយ៉ាងណាយើងប្រព្រឹត្តទៅដោយអំណាចនៃអលោភៈនឹងចឹងទៅអលោភៈគឺថាសំដែងទោសហ្នឹងហើយជាមួយនឹងសព្រមចារីពិខុផងគ្នាដែលជាបុគ្គលជាគណៈជាសង្ឃអីតាមនឹងអញ្ចឹងទៅហ្នឹងហើយសំដែងទោសសំដែងអាបត្តិហ្នឹងណាមិនលាក់ទោសហ្នឹងទេហ្នឹងដោយអលោភៈហើយព្រោះលោភៈវាបិទបាំងទោសហ្នឹងបិទបាំងទោសខ្លួនឯងណាអលោភៈវាសំដែងទោសហ្នឹងហើយហ្នឹងក្នុងអត្តសារនីដល់អតោសៈប្រកាសគុណអ្នកដតីហ្នឹងហើយព្រោះបើតោសៈវាប្រកាសទោសអ្នកដតីគាត់រੂតែរឿងមិនល្អរបស់គេនឹងឯងយកមកនិយាយដល់អញ្ចឹងធ្វើម៉េចវាស្រួលនឹងគ្នាបើសេចក្តីល្អរបស់គេមានដែរយើងអត់និយាយយ៉ាងម៉េចបើវាខឹងហ្នឹងហើយតោសៈហ្នឹងប្រកាសទោសអ្នកដតីតែដល់ទៅអតោសៈណាមានកតញ្ញុតាធម៌ព្រឹត្តទៅជាអតោសៈហ្នឹងណាព្រោះកតញ្ញុតាធម៌អង្គធម៌គឺបញ្ញាប្រព្រឹត្តទៅជាមួយនឹងអតោសៈហ្នឹងហើយព្រោះបញ្ញាហ្នឹងហើយព្រឹត្តទៅជាមួយគ្នានឹងមហាកុសលជាដើមហ្នឹងមានអលោភៈអតោសៈហ្នឹងហើយព្រឹត្តទៅជាកុសលមូលហ្នឹងអញ្ចឹងក៏ប្រកាសគុណអ្នកដតីគុណមេត្តាបិតាគុណណាអីចឹងយើងមើលឲ្យឃើញគុណអ្នកដតីហ្នឹងហើយយើងចេះទៀមទាស្អីតិចតួចអត់បានទៅចេះតែមួម៉ៅកើតទុកប៉ុន្តែត្រង់ដែលអ្នកដតីអត់បានសម្លាប់យើងនេះគាត់ណាមើលណាយើងបានជីវិតនៅរស់ហើយស្អីយើងធ្វើឲ្យខ្លួនយើងទៅទៀមទាស្អីពីអ្នកដតីច្រើនពេកដែលអ្នកដតីមិនបានសម្លាប់យើងបើប៉ុណ្ណឹងយើងអរគុណដែរហ្នឹងក្នុងបណ្ណោវាទសោតទៅបៃដកលេខ28យើងសិក្សាមើលបន្លឺសីយនេតចំពោះពភៈនៃព្រះដ៏មានពភៈ
ในព្រះអង្គសួរថាអ្នកសនាបរន្តជនបទការទេនេះទៅនៅនឹងទៅត្រូវប្រព្រឹត្តយ៉ាងម៉េចហ្នឹងឯងយើងមើលក្នុងហ្នឹងយ៉ាងហ្នឹងឯងអញ្ចឹងមើលយើងថាពុទ្ធបរិស័ទមានបត្រៃណគមមានសិលគ្រាន់តែបាណារិបាតាវេរមណីមួយហ្នឹងមានគុណដល់យើងដល់ញាតិមិត្តសន្តានបងប្អូនកូនចៅយើងដែរដែលគាត់វាចាកការសម្លាប់វាចាកអតនេទានហើយយើងអត់បាននឹករលឹកឃើញគុណហ្នឹងតោះចិត្តរឿងអីខឹងស្អប់គាត់ទៅទាំងដែលមានគុណលើយើងហ្នឹងឯងបើយើងមើលអត់ឃើញគុណហ្នឹងហ្នឹងឯងចង់បានថាភ្នែកយើងទៅថាដែលជាតួភ្នែកបញ្ញាភ្នែកល្អគឺមើលឃើញគុណអ្នកដទៃហ្នឹងឯងហ្នឹងដោយអតោសៈប្រកាសគុណអ្នកដទៃចឹងទៅហើយដល់ទៅអមោហៈគឺថាប្រកាសសេចក្តីពិតហ្នឹងឯងប្រកាសសេចក្តីពិតសច្ចធម៌ខន្ធាតអាយតនៈហ្នឹងហេតុផលបរមត្តពុទ្ធបរិស័ទយើងគាត់ថាសិក្សាពធចាប់ហេតុផលបរមត្តឲ្យបាននោះគឺមានសេចក្តីសុខគ្រប់គ្រាគ្រប់ពេលវេលាទេព្រោះយើងកើតទុកមិនសុខចិត្តហ្នឹងវាចិត្តតែមើលទៅវាឃើញថាមិនសមអញ្ចឹងមិនគួរអញ្ចឹងហ្នឹងហើយអ្នកដតីប្រព្រឹត្តអីមិនគួរកប់បីអីចឹងទៅវាក្តុកក្ដួលកើតទុកចឹងទៅយើងដោះស្រាយរឿងខាងក្រៅចេះតែដោះស្រាយប៉ុន្តែចាំបាច់ខ្លួនយើងនេះវាអត់មាននរណាមកធ្វើឲ្យយើងបានទេតោះតែយើងប្រឹងប្រែងដើម្បីចិត្តស្ងប់ហ្នឹងហើយចាំបាច់ថាប្រយោជន៍ដែលជាលោកតរៈធัวហ្នឹងអត្តតថੰអ្នកហាបយេកុំធ្វើប្រយោជន៍ខ្លួនឯងឲ្យសាបសូន្យណាចាំបាច់ព្រោះអត់មាននរណាមកជួយយើងបានទេក្នុងវដ្តសង្សារហ្នឹងមានតែយើងម្នាក់ឯងគត់ចាំបាច់ត្រូវតែអត្តទីបាហ្នឹងអញ្ចឹងវាតតែមានបញ្ញាដឹងហេតុផលបរមត្តក្នុងខ្លួនយើងក៏បរមត្តក្នុងអ្នកដទៃក៏បរមត្តធម្មជាតិមេឃដីក៏បរមត្តអត់មានស្អីដែលក្រៅពីបរមត្តទេដែលកើតមានអ្វីដែលត្រូវមានវាត្រឹមត្រូវតាមបច្ច័យហើយដល់ទៅដឹងបរមត្តទៅដឹងដោយបញ្ញាទៅវាអត់មានអាសេចក្តីប្រកាន់ហ្នឹងជាសុខហ្នឹងហើយសង្ខារធัวមិនទៀងជាទុក្ខជាអនត្តាហ្នឹងហើយគឺថានាំមកនៅសេចក្តីសុខហ្មងក្នុងអត្តកថាវិបស្សនាកថាបដិសម្ពិទេមៈបញ្យល់ពីអនុឡោមិកខន្តីហ្នឹងអនុឡោមហ្នឹងគឺវិបស្សនាញាណអនុឡោមដល់លោកតរៈមៈហើយបញ្យល់ពាក្យខន្តិហ្នឹងទៀតអនុឡោមិកខន្តីណាខន្តិហ្នឹងក៏វិបស្សនាញាណហ្នឹងឯងចឹងសព្វសង្ខារាសង្ខារធัวទាំងឡាយទាំងពួងតស្សៈហ្នឹងគឺបន្តសេចក្តីមកទៅវិបស្សនាញាណនោះអនិច្ចតោទុក្ខតោអនត្តតោហ្នឹងខមន្តិរុចន្តិតិខន្តិគឺថារុចន្តិតិគប់ចិត្តជាមួយនឹងលក្ខណៈរបស់សង្ខារដែលមិនទៀងជាទុក្ខជាអនត្តាហ្នឹងពីព្រោះមិនប្រកាន់វិបស្សនាហ្នឹងហើយដំណើរទៅរកការមិនប្រកាន់ហ្នឹងដំណើរទៅកាន់ព្រះនិព្វានហ្នឹងឯងអញ្ចឹងនិព្វានអ្នកសបាយាបដិបទាដំណើរទៅព្រះនិព្វានហ្នឹងទៅយ៉ាងសបាយទៅតែហ្មងហ្នឹងឯងហ្នឹងគឺការដែលយើងត្រូវយល់ដឹងគ្រប់រឿងទាំងអស់ដែលចូលមកដល់ជីវិតរបស់យើងហ្នឹងរឿងនេះជាបញ្ញត្តិមែនប៉ុន្តែអាស្រ័យបរមត្តហៅថាឧបាទេយបញ្ញត្តិវាអាស្រ័យនឹងបរមត្តទៅអត់មានបរមត្តវាដូចអ្នកដតីធ្វើអីវាតែមានចិត្តជាសឹករូបហ្នឹងហើយមានចិត្តជាម៉េចណាតាក់តែងទៅដោយចេតសិកឬក៏ដោយអារម្មណ៍ចឹងទៅមានចិត្តជាសមុទ្ឋាននេះកាយវិញ្ញាតវិជ័យវិញ្ញាតទៀតហើយអ្វីវាត្រឹមត្រូវតាមបច្ច័យវាអត់មានអត្តាណាមកធ្វើចិត្តចេតសិករូបហ្នឹងទេខ្លួនយើងក៏ចឹងអត់មានអត្តាអីណាទៀតទេដីទឹកភ្លើងខ្យល់មេឃដីអីទាំងអស់ហ្នឹងអញ្ចឹងដល់ទៅយើងចាប់ហេតុផលបរមត្តបានគឺយើងសុខចិត្តអ្វីដែលត្រូវកើតរមែងកើតអ្វីដែលត្រូវមានរមែងមានណាគឺយើងទទួលយកហេតុផលបរមត្តនឹងបានទៅគ្រប់យ៉ាងទាំងអស់វាមានតែហេតុផលបរមត្តតែប៉ុណ្្នឹងឯងអាហ្នឹងដែលអមោហៈកាន់យកត្រឹមត្រូវណាគឺនៅក្នុងសេចក្តីដែលថាអលោភៈប្រកាសទោសខ្លួនឯងអតោសៈប្រកាសគុណអ្នកដទៃអមោហៈប្រកាសសេចក្តីពិតហ្នឹងហើយផ្ទុយពីហ្នឹងលោភៈបិទបាំងទោសខ្លួនឯងតោសៈប្រកាសទោសអ្នកដទៃមោហៈប្រកាសអ្វីដែលវាមិនមែនសេចក្តីពិតហ្នឹងហើយន័យថាមិនទៀងប្រកាសថាទៀងទៅជាទុកប្រកាសថាសុខអីចឹងទៅវាអត់ត្រឹមត្រូវហ្នឹងហើយអនត្តាក៏ប្រកាសថាជាអត្តាចឹងទៅហ្នឹងហើយដោយអំណាចនៃមោហៈហ្នឹងឬក៏ដូចជាថាយ៉ាងទៀតការកាន់យកដូចថាអលោភៈកាន់យក
កាន់យកតិចតួចព្រោះលោភៈកាន់យកច្រើនដល់ទៅអតោសៈកាន់យកមិនស្ទើហ្នឹងឯងដោយការរាប់អានណាកាន់យកមិនស្ទើហ្នឹងគឺកាន់យកពេញដៃពេញជើងដូចថាការរាប់អានចិត្តដិតទៅទោះជាថាខ្លួនឯងនឹងមិនជាចាំបាច់ត្រូវការអីក៏ដោយប៉ុន្តែថាសំដែងការរាប់អានអ្នករតីឲ្យក៏យកមកដឹងថាអ្នករតីឲ្យដោយពេញចិត្តមិនមែនឲ្យដោយទើសតល់ឲ្យដោយដូចថាគួសមអីទេណាឲ្យដូចថាបានការរាប់អានគ្នាឲ្យហ្នឹងទៅវិញទៅមកអញ្ចឹងណាហ្នឹងហើយវាមានការរាប់អានវាមានការផ្ដល់ការជួយទំនុកម្រុងទៅវិញទៅមកអញ្ចឹងទៅអ្នកទៅឲ្យអីក៏យកដែរអាហ្នឹងហើយគេថាយកមិនស្ទើដោយអតោសៈអីមិនមែនដោយលោភៈអីហ្នឹងហើយព្រោះតោសៈកាន់យកស្ទើទៅវិញអញស៊ីបោះវាអីចេះចោះអីចឹងណាហ្នឹងហើយដោយតោសៈអីណាហ្នឹងហើយហ្នឹងហើយគឺថាមិនកាន់យកទៅទៀតហ្នឹងហើយអ្នកតីឲ្យអីហ្នឹងក៏សំដែងអាការៈតោះតើយពើមអីចឹងទៅដោយអំណាចនៃតោសៈហ្នឹងវាអញ្ចឹងទៅវិញចឹងហ្នឹងហើយអញ្ចឹងបានថាអលោភៈគឺថាកាន់យកតិចហ្នឹងហើយប្រលោភៈកាន់យកច្រើនយកច្រើនដោយលោភហ្មងណាហ្នឹងហើយអតោសៈកាន់យកមិនស្ទើអាហ្នឹងឲ្យយើងយល់សេចក្តីមិនបានអតោសៈកាន់យកមិនស្ទើដោយការរាប់អានតោសៈទៅកាន់យកស្ទើច្បាច់ច្បាមអីហ្នឹងដោយសំដែងអាការៈខឹងស្អប់ប្រកែប្រកាន់ហ្នឹងហ្នឹងឯងអមោហៈណាកាន់យកមិនវិតបរិទ្ធគឺណាអ្វីទៅតាមសេចក្តីពិតហ្នឹងឯងតែមោហៈវាកាន់យកដោយវិតបរិទ្ធហ្នឹងឯងខុសពីអ្វីដែលជាសេចក្តីពិតណាវាវិបរិតហ្នឹងឯងកម្មយកថាអូទៀងជាបោះសក់ជាបោះខ្លួនអីចឹងទៅអាហ្នឹងគឺកម្មយកវិបរិតហ្នឹងឯងហើយដល់ទៅអមោហៈនេះឯងណាគឺកម្មយកមិនវិបរិតក៏ណាមិនខុសពីសេចក្តីពិតហ្នឹងគឺជាគុណធម៌នៅក្នុងជីវិតរបស់យើងដែលប្រព្រឹត្តទៅជាមួយគ្នានឹងអារម្មណ៍បញ្ញត្តិក្តីបរមត្ថក្តីដែលចូលមកដល់ជីវិតរបស់យើងហ្នឹងឯងដែលយើងត្រូវមានទានមានសិលមានភាវនាហ្នឹងឯងត្រូវទានទៅជាមួយគ្នានឹងបុគ្គលដែលយើងគួរគោរពជ្រះថ្លាបូជាដើម្បីគង់បជននៅប្រសង់អញ្ចឹងយើងធ្វើសាលាកផាត់ទៅមេត្តាបិតាទៅហ្នឹងហើយទាំងអស់ហ្នឹងទេហ្នឹងក្នុងការចំណាយចាយទ្រព្យសម្បត្តិ4ផ្នែកហ្នឹងគឺថាបរិភោគប្រើប្រាស់ក្នុងក្រុមគ្រួសារទី2ចំណាយរបស់តិចថែរក្សារបស់ច្រើនទី3ពលី5ប្រការទី4ធ្វើទានដល់អ្នកបួសខោសាមណេរហ្នឹងចំណាយចាយ4មុខហ្នឹងចាយដោយល្អគឺថាអស់ដោយល្អព្រះពុទ្ធអង្គទ្រង់ប្រកាសទៀតក្រៅពី4មុខហ្នឹងគឺទ្រព្យសម្បត្តិដែលអស់ទៅមិនល្អទេក្រៅពី4មុខហ្នឹងហ្នឹងហើយមានអញ្ចឹងទៀតដូច្នេះគឺថាការដែលចំណាយចាយយើងមើលតាមហ្នឹងដូចជាព្រឹត្តទៅក្នុងអបាយមុខអីផ្សេងអីហ្នឹងហ្នឹងហើយឬក៏កាមគុណអីផ្សេងហ្នឹងយើងចំណាយចាយទៅរាប់ដូចថារាប់ពាន់ដុល្លាររាប់ម៉ឺនអីចឹងទៅក្នុងរឿងកាមគុណផ្សេងអីហ្នឹងចឹងណាហ្នឹងហើយតែបើយើងដូចថាដើមទុនរោទទួលទានអីចឹងទៅចូលនៅក្នុងការដែលយើងប្រកបមុខរបររោទទួលទានហ្នឹងហើយត្រូវចំណាយទៅចំណូលមកចឹងទៅហ្នឹងគឺក្នុងរឿងទ្រព្យសម្បត្តិដែលព្រះពុទ្ធអង្គទ្រង់បានប្រកាសសម្ដែងគ្រាន់តែរឿងទ្រព្យសម្បត្តិហ្នឹងក៏ព្រះពុទ្ធអង្គបង្រៀនណាដើម្បីជាប្រយោជន៍ក្នុងបច្ចុប្បន្នហ្នឹងឲ្យយើងបានសេចក្តីសុខក្នុងការរស់នៅទៅវាបានចម្រើនចិត្តស្ងប់គឺបន្តបុណ្យកុសលដោយសទ្ធាសិលសតៈចាគៈបញ្ញាទៅទៀតបច្ចុប្បន្នហ្នឹងថាជាចិន្តាទី1អញ្ចឹងដើម្បីបានពុទ្ធបរិស័ទយើងហ្នឹងរស់នៅជាមួយក្រុមគ្រួសារហ្នឹងណាព្រមព្រៀងគ្នាអញ្ចឹងទៅបានសេចក្តីសុខទៅវានាំឲ្យយើងមានសទ្ធាមានសិលសតៈចាគៈបញ្ញាទៅហើយក្នុងបញ្ញានោះចម្រើនឡើងទៅឃើញអរិយសច្ចធម៌ក្នុងបញ្ញាសម្បទានឹងទៅទៀតវាមានប្រយោជន៍ទៅអញ្ចឹងហ្នឹងហើយអញ្ចឹងក្នុងដំណោះដោះស្រាយដោយគុណធម៌នៃពុទ្ធបរិស័ទយើងណាផ្នែកទានហ្នឹងគឺអលោភៈផ្នែកសិលហ្នឹងគឺអតោសៈណាផ្នែកខាងភាវនាហ្នឹងគឺអមោហៈហ្នឹងដែលប្រព្រឹត្តទៅជាគុណធម៌
ជាមួយគ្នានឹងមនុស្សទាំងឡាយដែលប្រព្រឹត្តល្អជាមួយនឹងការដែលមិនល្អផ្សេងចូលមកដល់ជីវិតរបស់យើងនឹងយើងត្រូវមានគុណធម៌នឹងឯងដោះស្រាយជាមួយនឹងមនុស្សជុំវិញខ្លួនយើងនឹងហើយនឹងជាមួយនឹងបរមត្តធម៌តាក់ទងទៅនឹងអមោហៈគឺបញ្ញាភាវនាចម្រើនឡើងដើម្បីឲ្យដឹងកាយវេទនាចិត្តធัวជាបរមត្តធัวឬក៏ថាជានាមរូបតាមសេចក្តីពិតហ្នឹងដើម្បីធ្វើនៅទីបំផុតនៃសេចក្តីទុក្ខក្នុងដំណើរដែលយើងឆ្ពោះទៅរកអមតៈហ្នឹងជាដំណើរយ៉ាងរីករាយដែលយើងមិនចាំបាច់រែកពុនលីសែងអីទៅធ្ងន់ទេមកល្មមស្បៀងដំណើរផ្លូវដូចយើងថាត្រូវឡើងកពូលភ្នំអញ្ចឹងហ្នឹងហើយយើងដឹងថាលើកពូលភ្នំហ្នឹងអត់ខ្វះអីទាំងអស់អញ្ចឹងយើងគ្រាន់តែមកស្បៀងទៅតែប៉ុណ្្នឹងទេហ្នឹងហើយមិនឲ្យធ្ងន់ទេធ្ងន់វាអាចថាឡើងមិនរួចណាឬក៏អែលជើងអីទៅធ្លាក់ជ្រោះធ្លាក់អីចឹងទៅហ្នឹងគឺថាបាបចិត្តហ្នឹងជាពិសេសណាសាលហុកវុតតេការប្រព្រឹត្តស្រាលសណ្ដោសបច្ឆាតិចអីហ្នឹងគឺថាកំភៃព្រួយក្រៃលោមព្រោះថាអ្វីនៅក្នុងសម្បត្តិមនុស្សសម្បត្តិទេវតាអីហ្នឹងគួរឲ្យយើងអាឡោះអាល័យអីអត់ទេគឺថាក្នុងព្រះនិព្វានអត់មានខ្វះអីទាំងអស់ពីព្រោះមិនមានទិដ្ឋិតណ្ហាទៅណាអនិស្សតោចវិហរតិអ្នកចកិញ្ញលោកេឧបាតិយតិហ្នឹងតែមិនអាស្រ័យដោយទិដ្ឋិតណ្ហាមិនបកិប្រកាន់អ្វីតិចតួចក្នុងលោកហ្នឹងគឺសម្បត្តិព្រះនិព្វានហើយអញ្ចឹងសម្បត្តិក្នុងមនុស្សទេវតាព្រំហ្នឹងមានអីអួតទៀតអួតដោយសារតែថាវាមានសេចក្តីទុក្ខហើយវាមានកិលេសតណ្ហាតែនឹងបានរបស់ក្នុងលោកនោះវាចេះតែបញ្ចូលចឹងទៅចេះតែបង្អួតបង្អល់ទៅហើយយកទៅបង្អួតព្រះអរហន្តយ៉ាងម៉េចបើព្រះអង្គអត់មានតណ្ហាហ្នឹងហើយយកទៅបង្អួតព្រះនិព្វានអីបើព្រះនិព្វានអត់មានវត្តទុក្ខផងហ្នឹងអាត្រូវការរបស់ទាំងអស់ហ្នឹងវាតតែមានទុក្ខវាដូចថាយើងត្រូវការថ្នាំវាតតែយើងឈឺហ្នឹងហើយអញ្ចឹងបច្ច័យ4នៅសម្បត្តិក្នុងភពហ្នឹងគ្រាន់តែបំបត្តិការឈឺចាប់ទេដែលយើងនៅជាមនុស្សនេះយើងអាចមានបច្ច័យ4ឬក៏ទេវតាមានសម្បត្តិទេពអីណាប៉ុន្តែហ្នឹងអត់មានឲ្យជាទេណាគ្រាន់តែបំបត្តិការឈឺចាប់ចឹងទៅព្រះអង្គអនុញ្ញាតឲ្យប្រើប្រាស់ដោយសេចក្តីសន្តោសមានសង្វរៈតាមហ្នឹងទៅអាជីវៈបរិសិទ្ធសិលបច្ចយៈសន្និសិទ្ធសិលទៅតែត្រូវបញ្ញាប់រត់ថ្នាំឲ្យជាណាឲ្យតន់ពេលវេលាណាខណោមេវោអបច្ចគាណាកុំឲ្យខណៈដែលត្រូវរត់ថ្នាំជាបាលឲ្យជាហ្នឹងកន្លងហួសទៅហ្នឹងឯងកណាតៃតាហេសោចន្តិនិរិយមហេសមបេតាពេញណែត្រៀបត្រាក្នុងអបាយភូមិព្រោះសំដែងពីរឿងបឋិជនអាស្រ័យវត្តដាក់មិនតាន់បានសោតាបត្តមៈហ្នឹងតែអញ្ចឹងខណៈដែលត្រូវបានសោតាបត្តមៈនេះកុំឲ្យកន្លងនៅអ្នកទាំងឡាយហ្នឹងព្រះអង្គទ្រង់រំលឹកដាស់តឿនអញ្ចឹងឲ្យតាន់ពេលវេលាថ្នាំសម្រាប់ឲ្យជាព្រោះឥឡូវយើងមានថ្នាំបំបត្តិឈឺមែនប៉ុន្តែវាអត់ជាយើងរោគបន្តទៅអបាយភូមិទៅអបាយភូមិថ្នាំបំបត្តិការឈឺចាប់ក៏អត់មានអាថ្នាំឲ្យជានោះក៏អត់ហ្នឹងឯងតែឥឡូវនេះថ្នាំបំបត្តិការឈឺចាប់ក៏មានថ្នាំឲ្យជាក៏មានដែរអញ្ចឹងព្រះអង្គអនុញ្ញាតថ្នាំបំបត្តិការឈឺចាប់បច្ច័យ4ហ្នឹងហើយតែត្រូវប្រព្រឹត្តព្រះមច្ឆរិយធម៌ដើម្បីឲ្យបានសម្រេចមគ្គព្រះមច្ឆរិយហ្នឹងឲ្យជារោគជាទៅវាអស់បញ្ហាហើយវាដូចថាយើងជាយើងមានតែរត់ថ្នាំអីមានចង់ទៅសម្រានពេទ្យអីបើយើងអត់ឈឺផងហ្នឹងនឹងរបៀបអញ្ចឹងណាដូច្នេះរឿងសម្បត្តិក្នុងលោកហ្នឹងដោយសារយើងឈឺទេដោយសារមានបញ្ញខណ្ឌដោយសារមានកិលេសទេដល់ទៅព្រះនិព្វានវាអត់ចាំបាច់ត្រូវការសម្បត្តិអីក្នុងលោកហ្នឹងហើយដូចលើកពូលភ្នំអញ្ចឹងណាអត់ចាំបាច់ត្រូវការសម្បត្តិមនុស្សសម្បត្តិទេវតាសម្បត្តិព្រំអញ្ចឹងដំណើរយើងឡើងទៅលើកពូលភ្នំហ្នឹងនេះដែលយើងបានទទួលយកពធัวមកសិក្សាបរិបត្តិនេះទានូបនិស្ស័យសីលោបនិស្ស័យភាវនូបនិស្ស័យណាធ្វើដំណើរទៅដោយអំណាចនៃសតិប្បដ្ឋានវិបស្សនាឡើងលើកពូលភ្នំហ្នឹងគឺយើងអត់មានចាំបាច់រែកពុនឌីសែងចាំបាច់ដូចថាអាល័យអតីតអីឬក៏ខ្វាយខ្វល់អីយ៉ាងម៉េចទេរបស់ហ្នឹងគឺថាភ្នែកជាចមនដាតកាយចិត្តរូបសម្លេងរូបផតពៈអីហ្នឹងយើងប្រគល់ឲ្យមេបញ្ញខណ្ឌហ្នឹងហ្នឹងឯងក្នុងដំណើរទៅកាន់ព្រះនិព្វានហ្នឹងមិនមែនភពភូមិឋានណាកន្លែងណាទេគឺការមិនប្រកាន់ណាដោយបឋិជននៅក្នុងសេចក្តីប្រកាន់ដោយទិដ្ឋិតណ្ហាទៅវាអត់បានសម្បត្តិព្រះនិព្វានទេបានសម្បត្តិមនុស្សសម្បត្តិទេវតាមែនបើប្រកាន់របស់អញហ្នឹងចឹងដល់ទៅអរិយមគ្គកើតឡើងវាលះសេចក្តីប្រកាន់ហ្នឹងឯងសម្បត្តិព្រះនិព្វានណាមិនមែនដូចយើងនៅក្នុងសេចក្តីសម្គាល់មានខ្លួនយើងមានផ្ទះមានទ្រព្យសម្បត្តិអីចឹងទៅហើយយើងទៅបាននិព្វានដោយសម្គាល់ថាមានខ្លួនយើងដែលបានដូចយើងមានប្រាក់មិនមែនទេបានសម្បត្តិព្រះនិព្វានព្រោះព្រះនិព្វានមិនមែនវត្ថុទេមិនមែនភពភូមិឋានទេគឺការអស់កិលេសវត្តៈកម្មវត្តៈវិបាកវត្តៈដោយមគ្គនឹងឯងសម្បត្តិព្រះនិព្វានទាំងសូមអនុមោទនា